đăng hơi lư hơi tại vừa tụi nhom trong cắt hồi ngay mà đây nhom ở trong phật ấy tay vì được chín nhiên đấy ព្រោះសែវាជាប្រភេទមួយអាហារបែបលក្ខណៈជាបន្លែជាផ្លែឈើវាជាផ្នែកមួយអញ្ចឹងវាមិនជាគ្រឿងបន្សាបគ្នាទេបាទបងធ្វើល្អបានល្អតែបងបានល្អ กูตีโยกโผล่ไปเอามาទៀត នៅពេលដែលយើងតូតុនណាយើងមានអារម្មណ៍ថាយើងកំពុងសែតយើងនឹកឃើញអីមុនគេគឺយើងនឹកឃើញរឿងមិនល្អហ្នឹងឯងដល់ពេលដែលយើងប្រព្រឹត្តទៅវាយូរទៅវាទៅជាទម្លាប់ โอเคអត់មុនទឹកអត់ អូខេមិនទឹកធ្លាប់ទេ លោកគ្រូខៃដែរយោ បាទ ណាថាលោកគ្រូពេលស្អាត នាងខ្ញុំកូនសម័យអនុញ្ញាតសូមគោរពជម្រាបសួរប្រិយមិត្តទស្សនិកជនទាំងអស់ដែលតែងតែគាំទ្រនៅក្នុងកម្មវិធីចាស់ស្ត្រីដែលយើងស្រឡាញ់សូមស្វាគមន៍កាន់សប្តាហ៍ថ្មីក្នុងកម្មវិធីស្ត្រីដែលយើងស្រឡាញ់សប្តាហ៍ថ្មីទៀតហើយបងប្អូនបតែក្រៅប្រធានបទថ្មីសូមជំរាបថាប្រធានបទរបស់យើងយកមកមួយគឺថាបងប្អូនប្រកាសជាជក់ចិត្តដិតអារម្មណ៍ទទួលបានចំណេះដឹងហើយនឹងអភិវឌ្ឍនឹងកែប្រែខ្លួនឯងផងដែរឥឡូវនេះយើងរៀងឯកាបន្តិចដោយសារតែការពីសប្តាហ៍មុនលោកគ្រូគឺគាត់ជាអ្នកបើកក្បាលចាអញ្ចឹងថ្ងៃនេះលោកគ្រូបោះដៃឲ្យនាងខ្ញុំជាអ្នកបើកក្បាលម្ដងចាមកឲ្យបើកកម្មវិធីចានិយាយសួរលោកគ្រូចូលពននឹកលោកគ្រូណាស់ ដោយសារហ្នឹងថ្ងៃនេះ ចា អូស្អាតជាមួយនឹងមែនតែមែន ដោយសារតែឥឡូវខ្ញុំនៅជាមួយនឹងលោកគ្រូវិជ្ជបណ្ឌិតនិងអ្នកគ្រូច្រើនអញ្ចឹងទៅនាងខ្ញុំចង់កែប្រែជាមួយនឹងសម្រងឲ្យទៅជាអ្នកគ្រូលោកគ្រូអញ្ចឹងណា អូយេអូសម្រស់មិនបាច់ដូចទេប៉ុន្តែបញ្ញាស្មារតីដូចបាទ អូចា សម្រស់មិនសូវមាន ចា មិនសូវមាន អីស្អាតសោះលោកគ្រូនិយាយមកលោកធ្វើដុកទ័រទេលោកគ្រូបានស្អាតប៉ុណ្ណឹងខ្ញុំយកអីចាអត់ទេខ្ញុំនិយាយមែនលោកគ្រូខ្ញុំមានអារម្មណ៍ថាខ្ញុំចូលកម្មវិធីនេះឥឡូវខ្ញុំកែប្រែខ្លួនឯងបានច្រើនណាស់ អូខេល្អមែនតើ កាលមុនខ្ញុំនៅផ្ទះជក់បរិយជួយតែឥឡូវខ្ញុំអត់ទេ បើមកចោលសម្រាប់ញលីណា លេងបងប្អូនហើយអត់ទេអ្វីប៉ះពាល់សុខភាពខ្ញុំអត់ប្រព្រឹត្តទេចាមិនដែរលោកគ្រូសប្តាហ៍ថ្មីថ្ងៃនេះ សប្បាយចិត្តឲ្យតែបានជួបកុសមាទោះបីជាមានរឿងនៅផ្ទះមិនមកក៏ដោយក៏នៅតែសប្បាយ ចុះលោកគ្រូមានបានឃើញបងប្អូនគាត់ខមមិននៅក្នុងអេពីសូតរបស់យើងហ៎ អូ yes អូខ្ញុំចាប់អារម្មណ៍បងប្អូនគាត់ទៅសារកម្មវិធីរបស់យើងហើយបានគាត់គ្រប់គ្រងចាសប្បាយចិត្ត អូខេសង្ឃឹមថាអេពីសូតថ្ងៃនេះក៏យើងមានអីថ្មីសម្រាប់ពួកគាត់ដែរ ចាពីព្រោះតារាកិច្ចយុវរបស់យើងថ្ងៃនេះគឺគាត់ជាមនុស្សមួយដែលរស់នៅជាមួយនឹងធម្មជាតិហើយក៏ជាបងស្រីមួយដែលផ្ដល់ឥទ្ធិពលមួយទៅកាន់បងប្អូនដែលមានអារម្មណ៍ថាអាចរឹងពឹងរឹងមាំដូចគាត់ចឹងចា ហើយឥឡូវកុំឲ្យចាំយូរយើងជួបគាត់ទាំងអស់គ្នាមកណាជំរាបសួរបងជំរាបសួរបងវិញជំរាបសួរលោកគ្រូ បាទ ចាលោកគ្រូចាបងប្អូនប្រកាសជាបានស្គាល់ហើយបងស្រីសុថាវិនចាហើយនឹងលោកគ្រូវិឆាយាចាកិត្តិយសថ្ងៃនេះលោកគ្រូអត់សូវមានប្រសាសន៍ហើយគាត់អត់សូវប្រកែចាប៉ុន្តែបើបណ្ឌិតអ្នកជំងឺតមាត់ចារៀងកាចតិច មែនអត់លោកគ្រូអត់ទេលោកគ្រូខ្ញុំ slow ណាស់សាកល្បងម្ដងទៅជួបគាត់ម្ដង ចា គេបងវិញសុខសប្បាយបងថ្ងៃនេះ ចាសុខសប្បាយធម្មតា អូយសំឡេងបងនិយាយទៅនៅខាងក្នុងវីដេអូក៏ខ្ជូតមកខាងក្រៅក៏កាន់តែខ្ជូតទៅទៀត អរគុណច្រើន ខ្ញុំ fan ណាបងខ្ញុំ fan បងណានិយាយទៅថាបានសំឡេងបងមុនគេបំផុតខ្ញុំចូលវីដេអូបងគឺចាប់អារម្មណ៍សំឡេងគាត់ណាតែខ្ជូតមែនតើហ្មងហើយជាមួយនឹងទេសភាពនៅចកាបងទៀតសក់ បាញ់និយាយខែកដឹកអីវិញឡងតាជានៅនឹង សុខស្អាយបង តែដឹងបាននេះនៅដល់ណាទៅ នៅតកែវម្ដុំសាទៅពាំងតែចា អូខេ ចា លោកគ្រូថ្ងៃនេះមិនដែរសុខសប្បាយទេ សុខសប្បាយធម្មតា សប្បាយត្រូវមានម៉ោងមើលជំងឺអត់ថ្ងៃនេះ មានតែជិតពេល សុំបាក់មើលជំងឺ ទៅ ទៅ លោកគ្រូ ដើម្បី ធុញទេដែលជើញមកកម្មវិធីនេះចា អត់ធន់ទេបងតែសប្បាយ អូចាអញ្ចឹងលោកគ្រូត្រៀមចម្លើយដែរពិធីកម្មវិធីកាន់នេះសួរលោកគ្រូណា នៅ អត់ត្រៀមសោះលោកគ្រូ បាទចិនចិត្តបង ចេញធម្មតាលោកគ្រូមានចំណេះដឹងខ្ពស់អញ្ចឹងទៅយើងសួរអីក៏លោកគ្រូអាចអាក់ដែរ ចាល្អមែនតើត្រូវសួរហ្មងអញ្ចឹង ចាលោកគ្រូហើយនឹងបងស្រីដឹងថាប្រធានបទថ្ងៃនេះគឺជាប្រធានបទអ្វីនោះទេ ពីសុខភាព ចាប្រធានបទថ្ងៃចាប្រធានបទយើងថ្ងៃនេះដឹងដែរតែធ្វើអត់ចា ចា របៀបដឹងថាអាហ្នឹងអត់ល្អទេតែសួរថាធ្វើអត់អ្នកខ្លះនៅធ្វើ បាទ តែអ្នកខ្លះអត់ធ្វើ ខ្ញុំនិយាយដែរ បង ចា ចាទៅមកយើងទៅហើយ ឯគេវិញឥឡូវ យើងចូលចិត្តអាហ្នឹងដែរអញ្ចឹងយើងខលតិចទៅអីទៅបង ស្រាក្រហមដឹងថាវាអត់ល្អដែរប៉ុន្តែនៅតែចង់ហូបវា អូកណ្ដុងបងញ៉ាំច្រើនខ្លាំងឬក៏គ្រាន់តែមកពេលជួបគ្នាជុំវិញគ្រួសារទេ តាមពិតទៅខ្ញុំញ៉ាំនៅពេលដែលមករដូវទេពេទ្យគេឲ្យហូបនៅពេលដែលមករដូវគឺញ៉ាំមួយកែវតូចតែនៅពេលកូវីដខ្ញុំបរាជ័យអស់ទៅវាខ្លាយជាយកវាជា fan ហ្មងដល់ញ៉ាំយូរទៅវាជាញៀន ចា ចាអានឹងដឹងដែរតែ នៅតែប្រព្រឹត្ត ចា ចា ហើយមើលទៅការឈប់មាន plan ឈប់ទេ ឈប់បានខ្លះហើយតែចា ចា ខ្ញុំអាចដឹងបានហើយពេលនោះហេតុអីបានសម្រេចចិត្តថាឈប់ប្រព្រឹត្តវា ចា ដោយសារតែជាពីជំងឺបាក់ទឹកចិត្ត អូ ចាដល់ពេលអញ្ចឹងទៅយើងរឿង
ដឹងខ្លួនតិចតិចទៅក៏កែប្រែពីមុនខ្ញុំ98គៀក9គីឡូតែឥឡូវខ្ញុំព្យាយាមញ៉ាំទឹកក្តៅហាត់ប្រាណព្យាយាមញ៉ាំទឹកក្តៅហាត់ប្រាណញ៉ាំបន្លែធម្មជាតិទៅឥឡូវនៅសល់74 អូ ណែ ចា៎ ឃើញទេការផ្លាស់ប្ដូរទម្លាប់មិនល្អមកទម្លាប់ល្អវិញជួយបងបានច្រើនណាស់ណា ចា ហើយជាការនងពេលធ្វើម៉េចបានមកដឹងតែខ្លួនឯងបាក់ទឹកចិត្តទៅ មកពីកូវីដខ្សែធនបិទហាងច្រើនបរាជ័យអស់ហើយលេង អូខេ ចា អញ្ចឹងនៅពេលដែលបងជួបជាមួយនឹងបញ្ហាហេតុអីវត្ថុបងក៏ជ្រើសរើសយកការជ្រើសរើសជាតិស្វឹងដើម្បីបន្លប់អារម្មណ៍យើងអញ្ចឹងឲ្យបានឆាប់គេងលក់ទៅទេបង ចាប្រឡប់អាលុយដែលបរាជ័យហ្នឹង អូចា ច្រើនអូន វាអាចទៅជាយើងញៀន ចា ចាម្យ៉ាងដែរតាមពិតខ្ញុំគិតថាមិនមែនមានតែបងម្នាក់ឯងខ្ញុំឃើញថាមានបងប្អូនច្រើនដែលគាត់ក៏អាចនឹងចូលចិត្តប្រភេទបែបអញ្ចឹងដែរប៉ុន្តែគាត់ថាអ្នកខ្លះគឺគាត់អាចងាកក្រោយមកបន្លប់ពីញ៉ាំច្រើនទៅកាត់បន្ថយញ៉ាំតិចតិចវិញអញ្ចឹងណាបង ចា ចាប៉ុន្តែឥឡូវនេះណាមួយបងក៏គាត់អ្នកនៅស្រុកចំការស្រាប់អញ្ចឹងទៅអ្វីក៏បន្លែក៏ធម្មជាតិគាត់ងាកមកហាត់ប្រាណអញ្ចឹងខ្ញុំគិតថាអាចកម្រិតជាតិពុលនៅក្នុងខ្លួនហ្នឹងក៏វាមានតិចដែរថាទេបង មិនទេពួកអី យើ ខ្ញុំ ងច្រើនដែរ ចាពួកអីខ្ញុំតាមដានពេទ្យសុខភាពរាល់ថ្ងៃគាត់និយាយថារឿងញ៉ាំបន្លែធម្មជាតិរឿងហាត់ប្រាណហើយរឿងហូបសារ៉ាជាពីរដាច់ដライ អូ ចា អត់អាចយកមកកាត់កង ចា គ្នា អត់ ណា កាត់កងគ្នាបានទេ លោកគ្រូហេតុអីបើអត់អាចកាត់កងគ្នា ចា៎ វាកាត់កងប្រហែលជាបងក៏ต้องសម្ដៅលើថាខ្ញុំញ៉ាំបន្លែតែខ្ញុំអាចញ៉ាំស្រាបានអត់អញ្ចឹងព្រោះបន្លែល្អស្រាមិនសូវល្អអាចកាត់កងគ្នាបាន ចាចា ហ្នឹង ខ្ញុំក៏គិតឃើញអញ្ចឹងដែរណាលោកគ្រូលោកគ្រូ ជាទូទៅគឺវាមិនអានទេបងនេះទៅព្រោះស្រះវាជាប្រភេទមួយអាហារបែបលក្ខណៈជាផ្លែជាបន្លែជាផ្លែឈើវាជាផ្នែកមួយអញ្ចឹងវាមិនមែនជាគ្រឿងបន្សាបគ្នាទេបាទបើបងធ្វើល្អបានល្អធ្វើក៏បានក្រក់ អូលោកគ្រូទាញយកធัวប្រាប់មកទៀតយ៉ាងដែរ បាទ ចុះលោកគ្រូបើយើងញ៉ាំហើយយើងហាត់ប្រាណយើងញ៉ាំអីល្អល្អក៏អត់អាចប៉ះបើបានដែរឬក៏យ៉ាងណាគ្រូ បើសិនជាបងញ៉ាំជាតិពុលច្រើនបងទៅហាត់ប្រាណគាត់ថាវាអាចជួយសម្រួលតិចតួចប៉ុន្តែពុលវានៅតែពុលអញ្ចឹងបង អូ បាទវានឹងធ្វើឲ្យបងគ្រោះថ្នាក់ ពីព្រោះថាសារ៉ាដែលយើងញ៉ាំចូលទៅវាមានជាតិអាល់កុលអាហ្នឹងវាជាតិពុលគ្រាន់តែចូលទៅប្រហែលជាកន្លះម៉ោងវាបានទៅដល់ថ្លើមយើងបាត់ដល់ពេលទៅដល់នោះហើយវាទៅធ្វើឲ្យថ្លើមយើងរលាក បញ្ហា គឺមានបញ្ហា ហ្នឹង អញ្ចឹងអានោះហើយមានបញ្ហាបាត់ហើយហ្នឹងទំមទៅងើបឡើង6ម៉ោងក្រោយបើគាត់ទៅហាត់ប្រាណនោះហ្នឹងអញ្ចឹងអត់មានជួយអីបានទេ ចឹងបងសុថាវិនអាចកាត់ចោលខ្លះ ចា តែបងកាត់អីមែនទេត្រូវ ព្យាយាមពីមុនខ្ញុំញ៉ាំម្ដបមួយថ្ងៃឥឡូវ ច្រើន ឥឡូវនៅសល់ត្រឹមតែម្ដប3ថ្ងៃ4ថ្ងៃអីបានអស់ពេលខ្លះក៏អត់ហូបដែរ អូខេ ចា ថាឥឡូវម្ដបទេតែគាត់ថាកាលមុនមួយថ្ងៃម្ដបឥឡូវមួយថ្ងៃមួយកេះ អត់ទេ អីលេងតែឲ្យបងស្រីសប្បាយចិត្តចា អ្វីដែលបញ្ហាដែលយើងប្រឈមជាងគេគឺថ្លើមអាចធ្វើឲ្យខូចថ្លើមទៅជាខ្លាញ់រំថ្លើមអាចទៅជាក្រិនថ្លើមឬក៏វិវត្តទៅជាមហារីកថ្លើមហើយអាចញ៉ាំយូរៗអាចបង្កទៅជាទឹកនោមផ្អែមអីទៀតច្រើនក៏មានដែរ ពាក់ព័ន្ធមួយនឹងចំណុចហ្នឹងខ្ញុំនឹកឃើញមួយទៀតបងដែលខ្ញុំធ្លាប់ស្គាល់គាត់បានពិនិត្យមើលឃើញថាគាត់កំពុងតែមានជំងឺហ្នឹងតែពេលដែលគាត់ផឹកច្រើនអញ្ចឹងណាតែដល់ពេលហើយគាត់នៅតែបន្តក្នុងការផឹកទៀតតើអាហ្នឹងវាធ្វើឲ្យក្នុងខ្លួនហ្នឹងវាកាន់តែទ្រុឌទ្រោមទៅឬក៏យ៉ាងណាដែរលោកគ្រូ បាទបើសិនជាយើងមានបញ្ហាសុខភាពហើយយើងនៅតែបន្តញ៉ាំទៀតវាមិនខុសពីអីយើងកំពុងតែដុតខ្លួនឯងទេយើងកំពុងតែចាក់ជាតិពុលចូលក្នុងខ្លួនឯងសំបន្តិចមួយថ្ងៃបន្តិចធ្វើបិទដែលវាមិនឲ្យធ្វើទុកភ្លាមប៉ុន្តែវានឹងបង្កផលប៉ះពាល់ធំនៅថ្ងៃក្រោយទៀតបា បាទ ទប៉ុន្តែលោកគ្រូអាចចំណុចមួយហ្នឹងខ្ញុំនឹកឃើញដល់ខ្លួនឯងខ្ញុំក៏ចេះញ៉ាំជាតិស្វឹងដែរនៅពេលដែលយើងតូតុនណាយើងមានអារម្មណ៍ថាយើងកំពុងសែតណាយើងនឹកឃើញអីមុនគេគឺយើងនឹកឃើញរឿងមិនល្អហ្នឹងឯងដល់ពេលដែលយើងប្រព្រឹត្តទៅវាយូរទៅវាទៅជាទម្លាប់ បាទ តែដល់ពេលយើងបកមកគិតមកវិញយើងមានអារម្មណ៍ថាពេលខ្លះយើងក៏ត្រូវសួរព្រោះខ្ញុំវាមានអាមនុស្សអាក្រក់មានមនុស្សល្អខ្ញុំជួយសួរខ្លួនឯងចឹងចាចា ហ្នឹងហើយ អញ្ចឹងបើអញ្ចឹងដែរត្រូវអត់បង ចា បើខ្ញុំជួយតាមល្អច្រើនជាងអញផឹករាល់ថ្ងៃអញផឹកយូរដល់ ចាំ ក្បាល មិនគូសម្រាប់នេះល្អហ្នឹងឯង អូយមានណាលោកគ្រូដល់ពេលយើងសួរខ្លួនឯងចឹងទៅយើងរៀនដាស់តឿនខ្លួនឯងបានធ្វើឲ្យយើងមានភាពផ្លាស់ប្ដូរបើយើងនៅតែតអាភាពដែលយើងពងឈឺហើយយើងកាន់តែថាពេលអញផឹកទៅវាដូចដេកស្រួលអត់សូវឈឺស្ពឹកអីចឹងតែតាមពិតអានោះវាពងស្ពឹកវាធ្វើឲ្យបង្កជំងឺរ៉ាំរ៉ៃអញ្ចឹងផ្ដំផ្ញើទៅបងប្អូនជាពិសេសអ្នកស្គាល់ខ្ញុំទាំងអស់ហ្មងចាមិនមែននេះមិនមែនជាការព្រៀនបដៅទេប៉ុន្តែគឺការបារម្ភយកចិត្តទុកដាក់យើងធ្វើកម្មវិធីនេះឡើងក៏ចង់ឲ្យបងប្អូនយល់ដឹងពាក់ព័ន្ធជាមួយនឹងសុខភាពដែរបើយើងខំរកលុយទៅយើងរកលុយហើយយើងយកទៅបំផ្លាញខ្លួនឯងដដែលហ្នឹងហើយពេលដែលយើងនៅលើខែតើយើងមានសមត្ថភាពណាក្នុងការរកលុយបានទៀតគ្រូហើយយើងបានលុយណាមកមើលជំងឺចុះក្រុមគ្រួសារយើងមានណាគេជួយអញ្ចឹងមានអ្វីដែលយើងគិតហ្នឹងគឺយើងគិតឡើងវិញម្ដងទៀតផ្ដើមពីខ្លួនយើងចា តែបើអ្វីទាំងអស់គឺជាការសម្រេចចិត្តរបស់យើងឯង ចាយើងអ្នកសម្រេចចិត្តមិនមែនថាសារហ្នឹងដាក់ទៅវាស្រួលវាមែនទេយើងខ្លួនឯងទេយើងអ្នកជ្រើសរើសយកផ្លូវហ្នឹង តែពិតអត់ស្រួលទេ អត់ស្រួលទេលោកគ្រូ តាមធ្លាប់ញ៉ាំអត់ស្រួលទេ សង្វឹងចត់ប្រវាក់អញញ៉ៃតែសួរថាសុបាយអត់សុបាយមែន អូខេ សុបាយមែន យើម្ដងមកកាលបាន ចា តែមិន ចា អាចរាល់ថ្ងៃពីព្រោះដូចលោកគ្រូនិយាយ ចា មិនអញ្ចឹងរាល់ថ្ងៃគឺបានន័យថាយើងបង្កើនជាតិពុល
មួយថ្ងៃទៅមួយថ្ងៃអញ្ចឹងបើសិនជាវាជាប់រហូតគេហៅ chronic បាទន័យថាពេលនោះគឺជាពេលដែលខ្លួនយើងចាប់ផ្ដើមទទួលយកអាការបំផ្លាញហ្នឹងលែងបានហើយចាប់ផ្ដើមទ្រុឌទ្រោមហើយ ចា ហើយបើសិនជាមានជំងឺខ្លួនឯងស្រាប់ទៀតកាន់តែធ្វើឲ្យការវិវត្តនៃជំងឺហ្នឹងកាន់តែលឿន ចា លោកគ្រូមិញក៏បាននិយាយដែរថាបើសិនជាយើងញ៉ាំតិចតួចអត់អី ចា នឹងបានតែអ្នកដែលមានសុខភាពល្អស្រាប់ទេណា បាទ តែបើសិនជាគាត់មិនមានសុខភាពល្អហើយញ៉ាំអាតិចហ្នឹងក៏រឿងដែរ ចាចា និ បាទ យាយ ហ្នឹងហើយត្រូវបង ចុះឥឡូវបើសិនជាយើងនិយាយដល់ពីរឿងការញ៉ាំសារ៉ាបែបហ្នឹងអាចនឹងមានផលប៉ះពាល់យើងដឹងថាឥឡូវហ្នឹងប្រហែលជាការញ៉ាំហ្នឹងរៀងច្រើនជាងកាលពីមុនទៅទៀតតែលោកគ្រូដែរធ្លាប់ជួបប្រទេសអ្នកដែលមានបញ្ហាសុខភាពធ្ងន់ធ្ងរដោយសារការញ៉ាំសារ៉ាហ្នឹងឯង អូជួបច្រើនដែរ ជួ ប ប ង ច្រើនណា បាទ តើក្នុងទម្រង់ជាអីគេខ្លះលោកគ្រូ អ្នកខ្លះគាត់បើសិនជាក្មេងៗណាពេលច្រើនគាត់មកអ្នកខ្លះគាត់មានរោគសញ្ញាអីតែគាត់មកឆែកសុខភាពជាមកឆែកសុខភាពតែខ្លះគាត់មានអារម្មណ៍ថាដូចគាត់រឿងពិបាកក្នុងការផឹកជាងមុន ចា គាត់ធ្លាប់មកកេះម្នាក់ឯងតែឥឡូវមកកេះម្នាក់ឯងគាត់ពិបាកខ្សោយឧទាហរ ទៅ ណ៍បាទទៅឧទាហរណ៍អញ្ចឹងណាអញ្ចឹងគាត់ក៏មកឆែកសុខភាពដែរហើយដល់ពេលអ្នកខ្លះគាត់មានធ្វើទុកអីទៅដល់ពេលគាត់មកឆែកសុខភាពអញ្ចឹងទៅគាត់មើលមុខងារថាតាមណានៅទីពេទ្យយើងមានកញ្ចប់ក្នុងការឆែកសុខភាពមានកញ្ចប់ឆែកសុខភាពសម្រាប់ក្មេងទៅចែកអញ្ចឹងទៅអញ្ចឹងពេលគាត់ឆែកទៅយើងឃើញមុខងារថ្លើមគាត់ចាប់ដើមឡើងជាពុលខ្លាំងហើយអាការរលាករបស់គាត់ហ្នឹងក៏វាឡើងពុលខ្លាំងដែរវាជាសញ្ញាមួយនៃការដាស់តឿនគាត់ថាឲ្យគាត់ឈប់នឹងការហូបស្រាបន្តទៀតតាមអញ្ចឹងទេ10ឆ្នាំក្រោយ5ឆ្នាំក្រោយថ្លើមគាត់នឹងខ្សោយទៅ ចា បាទ អ្នកខ្លះអាចមានចូលមកក្នុងទម្រង់ជាឈឺដៃឈឺជើងដោយសារតែការអាស៊ីតឡើងទៀតទៅ ហ្នឹងហើយបងតែ អញ្ចឹងហើយនិយាយទៅសឹងតែមករាងកាយរបស់គាត់អាចប៉ះពាល់បានគ្រប់កន្លែង បាទ បើធ្ងន់ធ្ងរខ្លាំងអ្នកខ្លះមកទាំងលឿងហ្មងក៏មានដែរ ក៏បានន័យថា បាទ ពេលនោះមុខងារនៃថ្លើមហ្នឹងសឹងតែបាត់បង់ទាំងស្រុង បាទ ហើយយ៉ាងអញ្ចឹងបានន័យថាមិនល្អទេរបស់នេះណា ចានឹងដូចប្រធានបទយើងអញ្ចឹងលោកគ្រូដឹងដែរតែ ដឹងដែរទៅនេះទៅធ្វើ ចាដឹងដែរនៅ សប្បាយ អូអត់ទេដូចយើងថាម្ដងម្កាលបាន ចា ណាតែ យើងមិនហាមទេចា បាទកុំឲ្យថារាល់ថ្ងៃហើយច្រើនពេក ចាចុះបងសុថាវិនបងចាប់ផ្ដើមចូលដឹងអំពីពាក់ព័ន្ធជាមួយនឹងការញ៉ាំស្រាក្រហមច្រើនធ្វើឲ្យប៉ះពាល់ហ្នឹងប្រហែលម្ដងពេលណាដែរបង តបតែនៅពេលដែលស្ថានភាពកូវីដវារៀងរសាយខ្ញុំក៏ចាប់ផ្ដើមប្រឹងរៀ អា ន ហ្នឹងយើងមានលុយវិញយើងរកលុយបានវិញយើងសប្បាយចិត្តវិញយើងលេងគិតរឿងស្រាក្រហម ចាចាចា អូចា មែនទេចង់និយាយថាពេលហ្នឹងខ្ញុំកំពុងរវល់ការងារលក់បុកល្ហុង អូ ដល់ពេលអញ្ចឹងទៅក៏ត្រូវព្យាយាមកាត់វា ចា ហ្នឹងឥឡូវហ្នឹងគឺកាត់បានច្រើនអូនកាត់បានច្រើនគ្រាន់ថានៅតែមានផឹកអញ្ចឹងដូចអូននិយាយអញ្ចឹងថាក្នុងខ្លួនអញ្ចឹងមានមនុស្ស2នាក់ ចា ទី1ទាញឲ្យយើងផឹកទី2ទាញឲ្យដល់ផឹក ចា ដូចហ្មងរាល់ថ្ងៃព្រោះហ្នឹងថ្ងៃខ្លះអំណាចអាក្រក់ហ្នឹងវាខ្លាំងជាងផឹកអញ្ចឹងទៅ ចា ថ្ងៃណាមួយបងជប់ផឹកបងនឹងប្រាប់បងប្អូនគុំធ្វើតម្រាប់តាមបងព្រោះអីវាមិនល្អទេ ចា ស្រានៅពេលដែលយើងផឹកច្រើនការងារយើងពេលផឹកក៏អត់បានធ្វើអីដែរនៅសេសើនៅលើលើនៅហ្នឹង តែពិតជំរឿនល្អរបស់ខ្ញុំចាសម្រាប់ខ្ញុំផ្ដាំទៅកាន់បងស្រីគឺអ្នកដែលគាត់ពិសាគ្រឿងសង្វឹងជាមួយបងមកជប់រាប់អានទាំងអស់ចាព្រោះពេលមានគ្នាបាត់សប្បាយ មានណាបង តែបង ផឹក ថា ម្ បង នាក់ មិន ឯង ឯង បងថ្ងៃមានញាតិមកពីណា ទៀត បងមានញាតិទេលើកទី2នេះដែលមកជួបអូនណា អូ បងផ្ដាច់ញាតិទាំងអស់បងទៅលើកទី2ដែលចូល ហេតុ មក តែបងបានផ្ដាច់មិត្តភ័ក្តិសាច់ញាតិ បងបរាជ័យខ្លាំងទៅដូចអារម្មណ៍បងគឺទីប្តីបងទាញទៅខេត្តហ្មងហើយផ្ដាច់សង្គម បងផឹកម្នាក់ឯងខុសគេ អូខេមិនអីទេមិនខុសម៉ែទេណាប៉ុន្តែដូចនិយាយអញ្ចឹងថាចង់ឲ្យបងព្យាយាមរកមូលហេតុណាដែលធ្វើឲ្យយើងកុំផឹកណាអញ្ចឹងមិនថាធ្វើសុបាយចិត្តកន្លែងចំណុចណាមួយដែលធ្វើឲ្យយើងបំភ្លេចពីវាបានកាន់តែច្រើនកាន់តែល្អ ចាអរគុណអូនបងព្យាយាមព្រោះឥឡូវហ្នឹងវាជាលក្ខណៈគេហៅថាញៀនណាដូចយើងជក់បរិយឃើញហើយពិបាកផ្ដាច់ទេ អូខេ ដូចជក់គ្រឿងញៀនរត់តែពិបាកអាហ្នឹងនរកអីតែស្រាហ្នឹងក៏វាមានជាតិញៀនដែរ ចា វាមានជាតិញៀន តែបងធ្វើបានល្អហើយតាំង ចា ពីច្រើនដងច្រើនថ្ងៃរាល់ថ្ងៃរហូត រាល់ថ្ងៃមួយថ្ងៃមួយដប យេអញ្ចឹង ការវឹក នឹងនៅ ការវឹកខ្ញុំបាត់បង់លុយអា អូខេ ហ្នឹង ក្រៅពីបញ្ហាការផឹកគ្រឿងសង្វឹងមានបញ្ហាសុខភាពអីទៀតទេដែលបងគ្រាន់ថ្ងៃកំពុងមានបញ្ហាបងបារម្ភ ឥឡូវដូចអត់អីដែរ អូ ចាកាលមុនខ្ញុំមានគីស្បូនខ្ញុំមានត្រង់នោមតែឥឡូវខ្ញុំព្យាបាលជាអស់ហើយចា អាចថា គាត់ថាមានជាតិខ្លាញ់អាក្រក់ខ្លះដែរតែពេទ្យគេថាអត់ទាន់ធ្ងន់ធ្ងរទេអញ្ចឹងសូមឲ្យបងព្យាយាមកាត់សារ៉ាឲ្យបានហាត់ប្រាណឲ្យចុះជាងនឹងបន្តិចលេងអីចា មានហាត់ប្រាណទៀតហ៎ កន្លះម៉ោងដើរ
តែបើសម្រាប់ខ្ញុំអ្នកមើលបងសុថាវិនណានៅក្នុងសង្គម Facebook យើងខ្ញុំបានឃើញថាបងរឹងមាំបងជាម្នាក់មួយរឹងមាំហើយខ្ញុំក៏បានឃើញបងប្អូនមួយចំនួនទូចដែលគាត់មានមតិមិនល្អទៅកាន់បងអញ្ចឹងហើយបងតែងតែផ្ដល់វីដេអូជូនទៅកាន់តបគាត់វិញក្នុងប្រយោគមួយដែលមិនឆ្លើយប៉ុន្តែមានអារម្មណ៍ថាបើអ្នកស្ដាប់អ្នកថាគាត់នេះចុកដែរចាតែប៉ាត់ខ្ញុំគិតថាផ្លូវចិត្តបងរឹងមាំបើទោះជាបងឆ្លងកាត់ជាមួយនឹងជំងឺជាច្រើនជាពិសេសបងក៏មានវិបត្តិសេដ្ឋកិច្ចគ្រួសារចាតបមកបងមានបញ្ហាអានឹងបងសុំទោសបងពាក់ព័ន្ធជាមួយនឹងសម្រស់បងព្រោះខ្ញុំតាមដានបងតាំងពីយូរតែខ្ញុំគិតថាបងពិតជាមនុស្សស្រីដែររឹងមាំមែនបងរឹងមាំបងហើយបងផ្លាស់ប្ដូរពីការនៅក្នុងទីក្រុងបងទៅនៅខេត្តបងផ្លាស់ប្ដូររស់នៅជាមួយនឹងធម្មជាតិដាំបន្លែធម្មជាតិនៅជាមួយជុកជុំគ្រួសារលក់លទ្ធផលល្អទៅកាន់បងប្អូនដែលគាត់ទិញហ្នឹងខ្ញុំមានអារម្មណ៍ថាបងបានបនច្រើនមែនតើចាអានេះជាចំណុចតិចមួយដែលថាបងញ៉ាំស្រាក្រហោះខ្ញុំគិតថាហ្នឹងវាជាទម្លាប់ដែលបងខំបំភ្លេចចឹងណាតែខ្ញុំគិតថាត្រឡប់មកវិញបងបានជួយបងប្អូនជាពលរដ្ឋច្រើនណាស់ដែលតាមដាននៅក្នុងវីដេអូនេះហើយបើបងបានផ្ដាច់ជាមួយនឹងសារក្រហមទៀតបងប្អូនដែលគាត់បានទស្សនាដែលគាត់កំពុងតែជួបរឿងដូចបងអាវិបត្តិហើយជន់ទុកកាន់តែជន់ហើយកាន់តែដាក់ឲ្យខ្លួនឯងមានជំងឺទៀតដល់ពេលដែលបងបានផ្ដាច់បានបងបង្ហាញវីដេអូបងប្អូនគាត់ថាអូហ្នឹងគេធ្វើបានតែចឹងគាត់អាចនឹងរៀនតាមបងទៀតចានិយាយចំវីដេអូមួយនេះខ្ញុំដាស់តឿនដល់អូនកូនជំនាន់ក្រោយគុំយកសារ៉ាយកមកជាការលក្ខណៈដូចថាបំភ្លេចទុកអត់កើតទេព្រោះអីវាមានជាតិពុលនៅក្នុងហ្នឹងហើយវាមានជាតិញៀនទៀតដូចខ្ញុំអញ្ចឹងខ្ញុំចង់កាត់ទៅរាល់ថ្ងៃស្មារតីខ្ញុំអត់ចង់ផឹកទេតែវាដូចជាញៀនណាវាដូចរឿងពេលធ្វើវីដេអូអារឿងដូចតំណងជាក់ផឹកអញ្ចឹងវាមានអារម្មណ៍មួយអូសទាញឲ្យយើងនឹងចង់ផឹកហ្មងអញ្ចឹងបើសិនជាយើងកុំអនុវត្តពីថ្ងៃនេះតទៅគឺវាល្អចាព្រោះផឹកទៅអ្នកខ្លះ slow ទេតែចេញជាកាច់អ្នកខ្លះទៅបើកបោទៅបុកគេបុកឯងដោយសារតែអាសារ៉ាមួយនឹងនិយាយសារ៉ាហ្នឹងគឺប៉ះពាល់សុខភាពច្រើនមែនទេខ្ញុំមិនក៏និយាយពីរឿងមហារាជដែរគួរតែប៉ុន្មានឆ្នាំឆៃម្ដងអាហ្នឹងវាទៅតាមបុគ្គលរៀងខ្លួនឯងបងតែជាទូទៅមួយឆ្នាំយ៉ាងល្អគឺយើងគូមួយឆ្នាំឆិចម្ដងហើយអ្នកខ្លះអាច3ខែមួយខែឆិទៅតាមស្ថានភាពរបស់ពួកគាត់ជាក់ស្ដែងណាតែថាគាត់មានជំងឺច្រើនចឹងគាត់ត្រូវអាច1ខែទៅ3ខែហើយបើថាគាត់អត់មានជំងឺអីសុខភាពគាត់ល្អមួយឆ្នាំគាត់ឆិចម្ដងមួយឆ្នាំឆិចម្ដងមួយឆ្នាំឆិម្ដងទៅហើយទៅនឹងគាត់គុំរំពឹងថាឆិសុខភាពនឹងជួយគាត់បានរហូតគាត់ត្រូវតែផ្លាស់ប្ដូរខ្លួនគាត់ដែរផ្លាស់ប្ដូរដូចជាទម្លាប់ក្នុងការរស់នៅគាត់ឲ្យវាល្អដូចគេនិយាយខ្លីៗញ៉ាំល្អហាត់ប្រាណគេគ្រប់គ្រាន់ជៀសវាងអាក្រក់ការបន្ថយ stress ជាមួយនឹងពិនិត្យសុខភាពជាប្រចាំតែពិនិត្យសុខភាពទៅទេតែឯងក៏មិនបានជួយដែរគាត់ថាអាចឲ្យយើងដឹងមុនរៀងលឿនបន្តិចមុននឹងយើងវិវត្តទៅជាជំងឺធ្ងន់ធ្ងរជាពិសេសសម្រាប់ជំងឺមហារីកដោយលោកគ្រូបានជំរាបមិញអញ្ចឹងគឺភាគច្រើនមិនមានរោគសញ្ញាអីឲ្យយើងដឹងមុនទេពីដំបូងមកចាទោះពេលដែលចេញរោគសញ្ញាគឺភាគច្រើនចូលដល់ដំណាក់កាលចុងក្រោយទៅហើយអញ្ចឹងដើម្បីឲ្យដឹងចាំបាច់តែការពិនិត្យសុខភាពchứនៅអូខេមានកញ្ចប់ទីថាអ្នកខ្លះគាត់នៅ single យូរអត់មានប្តីអញ្ចឹងគូមានកញ្ចប់មានបាទខ្ញុំធ្វើរាល់ខែច្រឡំរាល់ខែរាល់ឆ្នាំគូទៅហៅវិញរាល់ខែគូចង់បានប្រពន្ធលឿនហ្មងអូno មើលអ្នកជំងឺរាល់ខែមិនធ្វើខ្លួនឯងទេអត់ទេនិយាយលេងទេមុនហ្នឹងលោកគ្រូយើងភាសាពាក់ព័ន្ធជាមួយនឹងគ្រឿងស្វឹងចុះពាក់ព័ន្ធជាមួយនឹងអាហារនេះម្ហូបចុកដែលយើងញ៉ាំរាល់ថ្ងៃខ្ញុំមកជួយញ៉ាំអាសាគោអាំងហើយរឿងខ្លោចគ្រូជាតិសាហាវបើអត់ខ្លោចអត់យកទៀតអាហ្នឹងទៅវាប៉ះពាល់ដល់សុខភាពឯលោកគ្រូប៉ះពាល់ខ្ញុំលើកគេនិយាយកូនទៅចូលកម្មវិធីនេះនឹងឡើងអ្នកគ្រូបណ្ដោយបងវិញអានឹងអត់បានទេញ៉ាំរបស់ខ្លោចមហារីកលឿនណាស់បាទច្បាស់ណាស់និយាយចឹងហូតតែខ្ញុំអត់ដឹងថារឿងហ្នឹងទៅវាពិត 100% ខ្ញុំជួយចិត្តសួរច្បាស់ចាំលោកគ្រូហ្មងចានិយាយបងស្រីគាត់មានផ្សាសត្រូវបាទខ្ញុំរៀនរៀនទៀតខ្ញុំរៀនពីសម្ព័ន្ធខ្ញុំរៀនច្រើនណាតែរៀនបានបន្តិចឈប់អូខេរបស់ខ្លោចខ្ញុំចាំជាងគេអូខេកម្លោចស្ករឲ្យខ្មៅហើយបានយកទៅខអានោះអាក្រក់ក្រៃមហារីកហើយសាច់អាំងខ្លោចខ្មៅអីញ៉ាំអត់បាននេះចាលោកគ្រូអញ្ជើញនិយាយតែបើបងឆ្លើយត្រូវហើយខុសហើយបងការញ៉ាំរបស់ខ្លោចគឺវាធ្វើឲ្យអាចមហាយកាពះវាទៅឆោមខ្លាំងយើងត្រឡប់ញ៉ាំហើយលោកគ្រូវាអាចកែប្រែបានអត់សង្ឃថាលោកគ្រូយើងបើសិនបងចង់ផ្លាស់ប្ដូរបើយើងមិនទាន់ទៅជាបញ្ហាទេបងព្យាយាមបន្ថយឈប់ញ៉ាំទៅបាទតែបើថាកើតហើយចង់កែប្រែមកក៏ពិបាកដែរបាទនិយាយទៅសម្រាប់សុខភាពរបស់យើងភាគច្រើនទម្លាប់ទាំងអស់មិនមែនធ្វើម្ដងអាចប៉ះពាល់ភ្លាមទេអញ្ចឹងភាគច្រើនគឺទៅតាមរយៈពេលអញ្ចឹងបើសិនធ្វើកាន់តែយូរប្រឈមមកកាន់តែខ្លាំងអញ្ចឹងគេរកឃើញថាពិតជាមានសារធាតុដែលអាចធ្វើឲ្យយើងកើតមហារីកមែនសម្រាប់នៅលើម្ហូបដែលខ្លោចពីព្រោះវាបានប្រែប្រួលសរីរាង្គរបស់វាបាត់ទៅហើយអាតូម molecule អញ្ចឹងគេរកឃើញថាអាចនឹងឲ្យទៅជាមហារីកកាពះរបៀបដូចគ្រូបានជំរាបមិញអញ្ចឹងតែក៏មិនមែនបានថាញ៉ាំមកគ្រាប់នឹងទៅជាមហារីកភ្លាមដែរចេះតែក៏មិនគួរមើលរំលងវាដែរ
ចឹងអ្នកខ្លះគិតថាមិនតិចហ្នឹងវាមិនអីតែមិនតិចរាល់ថ្ងៃមិនតិចរាល់ពេលក៏មិនល្អដែរ ចា ចឹងចាប់ផ្ដើមកាត់ចោលទៅណា កាត់ចោល ពេលឃើញកាត់ចោល គូមិននិយាយនឹងមុខខ្ញុំរហូតចឹង ជុំមិនថាចូលចិត្តញ៉ាំហ៎ ចាផ្លេច អត់ទេដាក់កញ្ចក់មួយទៀតបងដែរបងចូលចិត្តដែរអត់ចូលចិត្តញ៉ាំឆៅឆៅទេចូលចិត្តញ៉ាំវាឆ្អិនបន្តិចដល់ពេលឆ្អិនវាមានដោយអាហ្នឹងតែថ្ងៃកោសដែរកោសបានខ្លះអត់ខ្លះចឹងណា ចុះពាក់ព័ន្ធជាមួយនឹងប្រេងអូលីវហើយនឹងខ្លាញ់ជ្រូក យ៉ា ហើយនឹងអីមួយទៀតទេគូមិនមែនប្រេងអូលីវប្រេងធម្មតា Yeah. តើមួយណាល្អ ប្រេងសណ្ដែក ដែលយើងសម្រាប់ធ្វើម្ហូប ជាទូទៅប្រេងធម្មជាតិល្អបង ប្រេងធម្ម បា ជាតិ ទប្រេងធម្មជាតិល្អ ធ្វើមិនបានប្រេងធម្មជាតិ អីគេធ្វើធម្មជាតិហ្នឹងលោក ដូចជាប្រេងអូលីវ អឺហ៎ បាទតែវាថ្លៃ អូខេ វាថ្លៃ ញ៉ាំ ជាង ប្រេងអូលីវ បាទ ហ្នឹងត្រូវហើយ ជាទូទៅខ្មែរយើងក៏អាចសបោប្រេងឆាហើយនឹងអាចប្រើពួកខាន់ជ្រូកតែប្រេងឆាក៏វាមិនជាប៉ះពាល់ហ្មងដែរបងហើយខាន់ជ្រូកក៏វាមិនប៉ះហ្មងដែរខាន់ជ្រូកក៏ល្អដែរប៉ុន្តែគាត់ថាអ្វីសំខាន់ប្រេងឆាវាសុទ្ធអត់ព្រោះវារបស់ខ្លាំងខ្លាយច្រើនញ៉ាំប្រេងឆាច្រើនរបស់គីមីច្រើនមហារីដូចគ្នាអ តែ ញ្ចឹងសំខាន់យើងជាអ្នកជ្រើសរើសខ្លួនឯងថាយើងគួរតែរើសរបស់ណាដែលល្អសុទ្ធ ម៉ែខ្ញុំគាត់ថាអញ្ចឹងគាត់ថាហូបប្រេងអូលីវឯងអញពីក្មេងណែញ៉ាំពីទូចនេះអញឆាអញជៀនតែខ្លាញ់ខ្លាញ់ណែគ្មានស្អីគ្មានឈឺខ្ញុំអញជំនួសខ្លាញ់ និយាយទៅមានប្រកាសថាត្រូវតែញ៉ាំវាត្រូវតែកើតទេបងគាត់ថាវាប្រឈមវាត្រូវជាប្រឈមណា ចា ប្រឈមកើតច្រើនហើយបើបាយញ៉ាំរបស់គីមីជាសេះប្រេងឆាដែលខ្លាំងខ្លាយទៀត ប្រេងឆាដូចថា វានឹងកើត ខ្ញុំរាល់ថ្ងៃខ្ញុំលក់គ្រឿងពងខ្ញុំពងចំឆ្ងល់អ្នកចូលមកទិញប្រេងខ្ញុំយកទៅរាល់ថ្ងៃអាប្រេងដែលខ្ញុំជៀនហើយហើយខ្ញុំសួរថាអូមកសម្រុកចង់ទិញយកទៅធ្វើអីខ្ញុំឆ្ងល់កន្លែងហ្នឹងចាំមកខ្ញុំអត់ញ៉ាំទេ អូខេអូខេ ខ្ញុំញ៉ាំខ្លាញ់ទឹកប្រេងអូលីវ ខ្ញុំគាត់ថាគាត់ប្រើពិសោធន៍បងដើម្បីចំណេញក្នុងការលក់មិនសិនជាគាត់យកលក់ទៅបន្តអញ្ចឹងណា គេឆ្លើយតបជាមួយនឹងខ្ញុំសម្រាប់ថាតើប្រេងមួយណាល្អជាង ចា អញ្ចឹងធម្មតាយើងចង់បានប្រេងធម្មជាតិដូចគូបានមានភាសាអញ្ចឹងប៉ុន្តែគ្រប់ប្រេងទាំងអស់នឹងអាចប៉ះពាល់ទាំងអស់ដោយសារតែកាឡូរីវាខ្ពស់ពេកអញ្ចឹងក៏មិនដោយសារតែប្រេងអូលីវល្អនាំគ្នាញ៉ាំតែប្រេងអូលីវញ៉ាំច្រើនបំពងគេតែពីបំពងមួយអូលីវដែរហ្នឹងអញ្ចឹងបើសិនជាចង់បាច់ត្រូវការប្រើប្រេងយើងជ្រើសរើសប្រេងដែលល្អប្រេងអូលីវហើយនឹងអាចចំហៀវបានតែបរិមាណតិចតួចមែនតើសូមឲ្យតិចតួចមែនតើអញ្ចឹងប្រេងមិនមែនជាសារជាតិមួយឬក៏សមាសធាតុមួយនៅក្នុងអាហារមួយដែលចាំបាច់បំផុតនោះទេអ្វីដែលចាំបាច់បំផុតគឺប្រូតេអ៊ីនមែនទេលោកគ្រូ Yes ចឹងប្រូតេអ៊ីនចឹងខ្ញុំគិតថាពួកយើងត្រូវការប្រើប្រូតេអ៊ីនត្រូវការfiber ត្រូវការជាតិសរសៃ carbohydrate ដែលគេហៅថាអាមីដុងឬក៏ប្រភេទពួកម្សៅហ្នឹងដែលយើងហៅដែលថ្ងៃនេះគឺយើងបាយហ្នឹងដែលច្រើនជាងគេអាហ្នឹងគឺសំខាន់ប្រេងតិចតួចមែនតើ ចា តិចចឹងកុំឲ្យប្រេងហើយនឹងបាយហើយនឹងប្រូតេអ៊ីនស្មើគ្នាអត់ទេដោយសារកាឡូរីនៅក្នុងប្រេងគឺខ្ពស់ខ្លាំងហើយប្រេងទាំងអស់ហ្នឹងគឺវានឹងទៅចោលនៅក្នុងសរសៃឈាមរបស់យើងណាពីព្រោះតែវាចូលទៅដល់វាបំបែកខ្លួនហើយចូលទៅក្នុងសរសៃឈាមគឺអត់ល្អទេចឹងណាចឹងរាល់ថ្ងៃលោកគ្រូភាសាបាយជាមួយនឹងសាច់បំពងច្រើនឬក៏ភាសាបាយមួយសាច់អាំងច្រើន ញ៉ាំជៀន លោកគ្រូដែរអូនជៀនដែរតែតិចតួចបានហើយណា អត់សូវដាក់ប្រេងទេបង តិចតួចបានហើយបងស្អីបងវិញ ចំហុយ ចំហុយណែនេះគឺជាជំរឿនល្អមែនទែនហ្មងណា ព្រោះដោយសារតែសារធាតុជាតិពុលខ្ញុំអាស្រ័យក្រហមនឹងច្រើនអញ្ចឹងជាទូទៅគឺខ្ញុំចំហុយច្រើនជាង ខ្ញុំចឹងដែរតែប៉ុន្តែខ្ញុំដឹងថាចំហុយល្អតែវាអត់សូវឆ្ងាញ់ ឆ្ងាញ់មើលវីដេអូបងរៀន អូខ្ញុំហៅទៅចូលទៅមើលវីដេអូបងដើម្បី ចំ យក ហុយទឹកស៊ីអ៊ីវចំហុយក្រូចឆ្មាអីហ្នឹងឆ្ងាញ់ អូខេខ្ញុំនឹងសាកល្បង នោះអ្នកខ្លះខ្ញុំមិនធ្វើម្ហូបទេ ត្រឡប់បកាលេងដាក់ជាមួយនឹងទឹកតាមពិតបកាចំហុយស្រួលលេងគ្រាន់តែដាក់បកាមកដាក់គ្រឿងក្រៅមកបិទតែ5នាទីឆ្អិន ហើយចេញទឹកមកខ្លួនឯង ហ្នឹងហើយលេងឃើញអ្នកបរិញ្ញាខ្លះឲ្យដាក់ខ្លាញ់ដាក់អីអត់ទេមិនបាច់ដាក់ទេ ស្រាប់មើលហើយសម្ដីរបស់អ្នកចេះបាទអ្នកចេះអីក៏ស្រួលដែរ គឹមឈីបងក៏តំណងដែរឃើញបងគាត់ចាតំណងហ่ะខ្ញុំយកមកខ្ញុំផង ដោយសារតែពួកយើងដឹងថាបងឥឡូវហ្នឹងផ្លាស់ប្ដូរទីតាំងចការបងហើយ ឆ្ងា ហេតុអីបានកណ្ដុងសម្រាប់ចិត្តថាទៅ រឿងបរាជ័យហ្នឹងអូនបរាជ័យហ្នឹងខ្ញុំមានជំងឺបាក់ទឹកចិត្តហ្នឹងជំងឺបាក់ទឹកចិត្តខ្ញុំដែលខ្ញុំឃើញមនុស្សខ្ញុំរត់ហ្មងឃើញមនុស្សខ្លាចនិយាយចាំជំងឺហ្នឹងខ្លាំងហ្មងជំងឺរហូតដល់ដេកឃើញប្តីញញថ្មិញដាក់ហើយឈាមលើជាងអីខ្ញុំធ្ងន់នោះប្តីខ្ញុំចាប់ទៅពេទ្យទៅ អូខេ ចា បងបាន ហើយដល់ពេលអញ្ចឹងប្តីខ្ញុំទៅពេទ្យចាទៅពេទ្យ ឥឡូវហ្នឹងនៅលេបព្យាបាលពីពួកគាត់ ចាប៉ុន្តែខ្ញុំជាអស់ហើយខ្ញុំនៅសល់លេបផាទូចតិចបំផុតទេ ចា
ចឹងមិនន័យថាសុខភាពផ្លូវកាយសំខាន់ណាសុខភាពផ្លូវ ផ្លូវ ចិត្ត ចិត្ត ក៏កាន់តែ សំ សំ ខាន់ ខាន់ដែរ ហើយសំ បើ ខា មិន នមួយទៀតសំខាន់លោកគ្រូគឺមជ្ឈដ្ឋានជុំវិញខ្លួនតែម្ដងចា ចា ខ្ញុំគិតថាបងកិច្ចវេះមិនមែនកិច្ចវេះឯងបងបានផ្លាស់ប្ដូរទីលំនៅដោយសារតែមានអារម្មណ៍ថាមជ្ឈដ្ឋានជុំវិញខ្លួនដែលមានអារម្មណ៍ថាឲ្យគាត់នៅអត់ comfort មួយចាសម្ពាធមួយ ចា តែសំណួរសួរមួយក៏មានអារម្មណ៍ថាប៉ះដល់កិច្ចផ្លូវចិត្តដែរត្រូវទេបង ចា ចា ចឹងមិនបងអត់សូវពេលនោះអត់សូវចង់ជួបអ្នកខាងក្រៅទេ អត់ តែឥ ហ្ម ឡូវ ង នេះគឺអូខេវិញហើយណា តិចតិចលោបលោប លុបលុប បងហើយកុំហើយ លោបលោប អត់អីណាមែនទេជួបមួយពួកខ្ញុំ មកមុនបងភ័យឥឡូវដូចរឿងខ្លាចខ្លំ អូ ទីទៀតហៅដូចស្រាក្រហមប្រហើយ អូយអត់ទេ ចឹងមិញលោកគ្រូបាននិយាយដែរថាញ៉ាំឲ្យมันល្មមខ្ញុំជឿថាអ្នកដែលស្ដាប់ហ្នឹងប្រហែលជាអត់ទាន់ដឹងទេថាល្មមហ្នឹងប៉ុណ្ណាហងៃគិតខ្លួនឯងញ៉ាំល្មមអត់ ពេលខ្លះធ្ងន់ធ្ងរដែរ ធ្ងន់ណាស់ឥឡូវស្ដាប់លោកគ្រូមើលថាតើល្មមហ្នឹងប៉ុណ្ណាទៅលោកគ្រូ ជាទូទៅបើសិនជាយើងធម្មតាមកពេលរបស់យើងណាបើយើងញ៉ាំឲ្យល្អហ្មងបងគេត្រូវការកាបូនហ៊ីដ្រាតប្រូតេអ៊ីនជាមួយនឹង fiber ហើយនឹង fat ខ្លាញ់ត្រូវការ4មុខហ្នឹងគឺយើងអាចរស់ស្រួលហើយបាយសបរហ្នឹងកាបូនហ៊ីដ្រាតប៉ុន្តែបើសិនយើងញ៉ាំច្រើនជាពិសេសបាយបើយើងញ៉ាំច្រើនមែនតើវាអាចធ្វើឲ្យឡើងស្ករទៅជាទឹកនោមផ្អែមអញ្ចឹងជាទូទៅយើងញ៉ាំតែមួយកូនចានចង្កឹះទៅបានហើយហើយយើងបង្កើតបន្លែសាច់ហើយយើងញ៉ាំបន្លែផ្លែឈើជារៀងរាល់ថ្ងៃទៅហើយផ្លែឈើក៏កុំញ៉ាំច្រើនពេកដែរផ្លែឈើវាល្អមែនប៉ុន្តែបើយើងញ៉ាំច្រើនផ្អែមឡើងស្ករច្រើនដដែលអញ្ចឹងវាបានអាក្រក់បានទាំងអាល្អបានតែអាក្រក់មកទាំងអស់អញ្ចឹងញ៉ាំយូរៗទៅទឹកនោមផ្អែមអាចឡើងអាស៊ីតឡាយទៅច្រើនទៀត ចា អញ្ចឹងយើងមិនត្រូវញ៉ាំពួកអត់អស់ហ្នឹងច្រើនពេកទេញ៉ាំតិចតួចល្មមគឺល្អហើយបាទ មួយទៀតលោកគ្រូខ្ញុំលើគេថាយកផ្លែឈើយកទៅកិនណា បាទ ជាទឹកញ៉ាំអាហ្នឹងវាកាន់តែអត់ល្អបើយើងញ៉ាំជាញ៉ាំអានពពាហ្មងអាហ្នឹងគេថាល្អវិញ ត្រូវប អា ង ហ្នឹងមិនវិញ ដោយសារពេលបងកិនទៅវាបងកិនមួយផ្លែវាពេលខ្លះយើងមិនញ៉ាំមួយផ្លែបើយើងកិនយើងត្រូវការច្រើនផ្លែ ត្រូវលងបានបកកែគ្រូ ហ្នឹងហើយមួយទៀតវាបាត់បង់ពពួកអា fiber ក្នុងសាច់អញ្ចឹងវាអត់បានផលអីច្រើនណា ចាំខ្ញុំអត់ស្អាតខ្ញុំខំផឹកទៅ ហើយបើសិនប៉ះផ្លែឈើដែលមានជាតិស្ករច្រើនទៀតសម្បូរ បាទ សុទ្ធតែជាតិស្ករហ្នឹងឯងនាំឲ្យឡើងគីឡូ ចុះ ឡើងក្រូទៅនោមផ្អែមឡើងខ្លាញ់ស្ទះសាច់ឈាមបេះដូងទៀតរឿងច្រើននិយាយទៅ ចុះលោកគ្រូប្តីខ្ញុំគាត់រាល់ថ្ងៃធ្វើការកសិកម្មរាល់ថ្ងៃខ្លាំងក៏ប៉ុន្តែគាត់ចូលចិត្តហូបអាពេលយប់យប់ហ្នឹងធ្វើឲ្យគាត់ហេវទុំម៉ោង9 10ហ្នឹងផ្លែឈើដូចជាធម្មជាតិមានចេកគាត់ញ៉ាំចេកម្ដងពេលខ្លះកន្លះស្និតអាហ្នឹងប៉ះពាល់ហ៎ហើយស្វាយជួនកាល3ផ្លែ4ផ្លែ ស្វា ដា យ ច់ ទុំ ចាឥឡូវហ្នឹងពេញដើមហើយខ្ញុំចេះថាឲ្យគាត់ដែរកាលមុនខ្ញុំទិញរបស់ចេកជប់ដាក់រហូតលើហ៊ានទិញខ្ញុំព្រោះគាត់ចូលចិត្តញ៉ាំហ្មងអាគ្រឿងផ្អែមហ្នឹងប៉ុន្តែគាត់លំហាត់ប្រាណខ្លាំងហ្មងមួយថ្ងៃញើសណាស់អាហ្នឹងមិនដែរលោកគ្រូដើម្បីណែនាំឲ្យអ្នកផ្សេងគាត់ដឹង ក៏ពិតល្អបើសិនជាគាត់ញ៉ាំគាត់គួរចាំពេលព្រឹកឬពេលថ្ងៃកុំញ៉ាំពេលយប់ គ្រា ហើយ ន់តែពេល ផ្លែ យប់ទេ ស្វាយស្ករច្រើន ច្រើន ស្វាយក៏ច្រើនស្វាយទុំណា ចា ស្ករច្រើនបបាយញ៉ាំមកពេល3 4 5ផ្លែគឺប្រឈមមែនតើ មួយថ្ងៃនេះ បើ ខ្ញុំ សិន ញ៉ាំអញ្ចឹង បា ឡើង ទ 1គីឡូ គាត់បងឲ្យបងប្រុសគាត់ទៅរកផ្លាស់ប្ដូរវិញទៅ ចា គាត់ឲ្យញ៉ាំពីរៀងអេលីតិចឲ្យលឿនតិចទៅបន្ទាប់មកល្ងាចគាត់ប្រហែលជាឆ្អែ ហើយ ត តិចបានទេកុំញ៉ាំច្រើនពេក ចា បាទស្វាយទុំគាត់ញ៉ាំច្រើនស្ដាប់មើលទៅ គាត់ញ៉ាំច្រើន បាទ គាត់ញ៉ាំពេលយប់ហ្នឹងហ្មង និយាយទៅទោះបីរបស់ល្អប៉ុណ្ណាក៏ដោយឲ្យតែច្រើនឬក៏ឲ្យតែពេក តែ គឺ ពេក ចូលដល់មានបញ្ហាហើយ បាទ ចា ឥឡូវតនៅកម្មវិធីបងផ្ដាំផ្ញើលោកប្តីកុំញ៉ាំពេលយប់អូនបារម្ភណា លោកប្តីកុំញ៉ាំពេលយប់អូនបារម្ភណា ថ្ងៃទៀតបងតាមខ្ញុំទៅមកនិយាយពីអារម្មណ៍ខ្លួនឯងថាលោកប្តី បាទ ឮទេ កម្មវិធីសុខភាព អត់ទេបងអត់មានសុខភាពផ្ដោតទេពាក់ព័ន្ធជាមួយជីវិតរស់នៅរាល់ថ្ងៃប្តីប្រពន្ធត្រូវមានភាពកក់ក្ដៅ ចា ចាបើប្តីបងឈឺមែនណាគេបានមើលបងទៅអត់ជុំបងត្រូវមើលប្តីវិញចឹងលើបងផ្ដាំផ្ញើទៅហៀទៀតឯងបងវាផង ចាបងលឺនៅបង បាន3ម៉ាត់ដែរ 3ម៉ាត់ ហើយ ដែរ ខ្ញុំជឿថាបងប្រុសគាត់ដឹងដែរហើ ចា៎ យណាអញ្ចឹងក៏បន្ទាប់ពីបានស្ដាប់សម្ដីលោកគ្រូផងពីផ្ដាំផ្ញើពីបងស្រីផងអាចកាត់បន្ថយតិចទេបងខ្ញុំដឹងថាបងពេលខ្លះឃ្លានដោយសារតែយើងធ្វើកម្លាំងពលកម្មច្រើន ហ្នឹងហើយឃ្លានតែពេលយប់ហ្នឹងហ្មង បាទប៉ុន្តែវានឹងមានបញ្ហាប៉ះពាល់ដល់សុខភាពរបស់បងទៅថ្ងៃក្រោយអញ្ចឹងតាមពិតបងប្រហែលជាអត់ត្រូវការច្រើនដល់ម្លឹងទេអញ្ចឹងកាឡូរីដែលបងត្រូវការអញ្ចឹងបងអាចពិសាបានបងអាចបានតែតិចតួចអញ្ចឹងកន្លះផ្លែបើសិនជាចេកវិញ1ឬក៏2ទៅបានហើយ ចា ហើយបើសិនជាអាចបន្ថែមនៅប្រូតេអ៊ីនចឹងប្រូតេអ៊ីនឬក៏ជាតិសាច់ល្អមកវិញណា សាច់ ចឹង ចា បាទព្រោះអីប្រូតេអ៊ីននិងជាតិសាច់ដែលល្អហ្នឹងគឺវានឹងធ្វើឲ្យបងឆ្អែតនិងមានកម្លាំងបានយូរពីព្រោះពេលដែលយើងញ៉ាំរបស់ផ្អែមយើងមានកម្លាំងមួយផ្លែតហ្នឹងឯងប៉ុន្តែយើងនឹងចាប់ផ្ដើមបាត់កម្លាំងហ្នឹងលឿនមកវិញពីព្រោះអីគេហៅថា sugar crush ឬពេលដែលកម្លាំងជាតិស្ករយើងចូលក្នុងឈាមលឿនពេកវានឹងទៅធ្វើឲ្យយើងងួយគេងអស់កម្លាំងសឹកលហិតលហើយលឿនមកវិញអញ្ចឹងទាំងច្រើនល្អមករយៈពេលកន្លះម៉ោង1ម៉ោងក្រោយញ៉ាំឯង
តែបើ protein ឬក៏ជាតិសាច់នឹងធ្វើឲ្យយើងនឹងពោះខ្មែរហៅនឹងពោះចឹងនឹងពោះបានល្អហើយយើងអត់ចាំបាច់ clean ញ៉ាំអីទៀតចប់តិចតួច ចាតែប្រភេទ protein នេះនឹងហូបសូវឆ្ងាញ់ចុះ ទៅឆ្ងាញ់ ឆាប់ទៅលាន់ទៀត ចាចាប់ទៅលន់និយាយពីថា almond អាយនឹងហូបទៅបានតិចទៅលន់បើអាសាច់ចូលខ្លាញ់អាំងខ្លោចខ្លោងនិយាយពីថាអូយជាតិអញ្ចឹងបងប្អូនចាំមកថាវាឲ្យយើងជាតិមែនប៉ុន្តែវាក៏ត្រឡប់មកតបស្នងយើងឲ្យយើងមានជំងឺណាព្រោះនឹងខូចមែនតើណាដល់ជប់ហូបវា សមួយពេក ទៅមួយពេទ្យលោកគ្រូទៅទៅមួយពេទ្យទៀត លោកគ្រូមួយទៀតឥឡូវនេះមកហូបអូយសំទោសតែពាក់ព័ន្ធជាមួយនឹងឆ្អឹងហ្នឹងក៏ផ្ដាំផ្ញើទៅក៏មានមិត្តភក្តិគាត់ដែលលក់អញ្ចឹងណាប៉ុន្តែយើងចង់ដឹងថាការហូបខួរឆ្អឹងហ្នឹងតើវាបំពៅខួរយើងដែរអត់បើខួរឆ្អឹងយើងដែរអត់គ្រូអាហូបខួរឆ្អឹងខ្មងគោស្មងគោឯនេះគ្រូ បាទនិយាយទៅអាហ្នឹងវាក៏ជាវាសម្បូរពពួកការីទេបង អូ អញ្ចឹងវាមិនជាសារធាតុមួយដែលជួយខួរឆ្អឹងយើងអីទេក៏ញ៉ាំទៅបានឆ្ងាញ់តែប៉ុណ្្នឹង អូចាទៅឆ្ងាញ់ ឆ្ងាញ់ ហឹល តែទៅឆ្ងាញ់ទៅ ចា ទៅ ចា ឆ្ងាញ់ ឆ្ងាញ់ ប៉ុន្តែសម្បូរកាឡូរីច្រើនមែនទេនៅក្នុងហ្នឹង ច្រើនបង អញ្ចឹង បាទ បាទនិយាយទៅចេះមកហូបយើងឲ្យតែសម្បូរខ្លាញ់រៀងឆ្ងាញ់ហើយ ចា ព្រោះខ្លាញ់នឹងពេលដែលយកទៅធ្វើមកហូបទៅវាមានជាតិ ចា ដូចជួយស្មាញមិញហ្នឹងមានជាតិ បាទ ប៉ុន្តែសូណាតើចាំទៅបើអាហ្នឹងមែនអត់ទេដោយសារតែចូលទៅដល់ហ្នឹងគឺបំបែកខ្លាយទៅជាអាតុងទុយបាត់ទៅហើយបានយកទៅផ្គុំវិញណាអញ្ចឹងហើយមិនប្រកាសថាទៅផ្គុំហ្នឹងទៅជួយឆ្អឹងហ្នឹងទេទៅផ្គុំកន្លែងផ្សេងអីចឹងទៅអញ្ចឹងមិនមែនញ៉ាំអាហ្នឹងដើម្បីបើអាហ្នឹងទេ អាហ្នឹងពេលញ៉ាំច្រើនហ្នឹងក៏វាធ្វើឲ្យយើងថាក់ធ្វើđiវិលមុខវិលអីអាហ្នឹងមកពីអីគ្រូ ដោយសារយើងញ៉ាំពពួកការីច្រើនពេក Yes បាទដូចយើងញ៉ាំដែលញ៉ាំសុទ្ធច្រើនហើយនឹងធ្វើទុកឯង ចា ជាពិសេសបង្គាកូន បាទបង្គាកូន គេធ្លាប់ញ៉ាំបង្គាកូនច្រើនហើយចាប់ដើម បាទ ធំវិលមុខហ្នឹង អ្នកខ្លះ ញ៉ា ញ៉ា ំ ំ សុ ដ ទ្ធ ប់ មួយប្តីអត់សូវអី មកតិចទេ គាត់ចូលចិត្តបង្គាកូនហ្នឹងគ្រូ តែមួយឯង ចាញ៉ាំ3 4 ញ៉ាំ3 4ដែរ 3 4 អូខេខ្លាំងចឹងហ៎ចឹងខ្ញុំវិញបើបិសាផ្ទាល់បើសិនជាលើសតែពី3គឺចាប់ផ្ដើមថាធ្វើទុក3ម៉ោងអីដល់បាត់ខ្លួននេះចឹងរាល់ថ្ងៃគឺ limit តែ2ចប់ប៉ុណ្ណឹង ហ្នឹងហើយ គ្រូ តាម ញ៉ាំ ប្រ អា គុំ ខមអត់ បង្គាកូនញ៉ាំទាំងអស់ហើយបើសិនជាតរ៉េនវិញដូចគ្នាទៅ បាទហ្នឹងហើយបង ចឹងអ្នកភាគច្រើនគេថាញ៉ាំតរ៉េនជាមួយនឹងកូកាពុលគឺដោយសារតែបែបហ្នឹងដូចគ្នាតរ៉េនក៏កាឡូរីកូកាក៏កាឡូរីបូកចូលគ្នាទៅកាឡូរីខ្ពស់ពេក អ្នកខ្លះថាពេលមានកូនហូបត្រេនទៅកូនធ្លោះសស្អាត ត្រូវ អាចដែរដោយសារតែកាឡូរីចូលទៅពេញខ្លួនណា បាទ ប៉ុន្តែអត់អាចញ៉ាំច្រើនទេអញ្ចឹងអ្នកដែលមានកឡូកូនខ្ពស់ស្រាប់ហ៊ានតែញ៉ាំទៅដឹងតែត្រូវហើយមានរឿងហើយដោយសារកឡូគាត់ធំពេក ចា បាទ អត់ជឿគ្រូពេទ្យវិញ អូខេអញ្ចឹងមិញយើងទៅជែកគ្នាពីរឿងការពិនិត្យសុខភាពបងស្រីក៏ធ្លាប់ទៅពិនិត្យសុខភាពដែរចុះបរោះវិញតើមានការពិនិត្យសុខភាពណាដែលពិសេសនិងខុសប្លែកពីខាងបងប្អូនជានារីអត់ បរោះភាគច្រើនដោយសារបរោះអត់សូវមានសានញ៉ាំច្រើនទេបង បាទអញ្ចឹងវាអត់សូវជា ធម្មជាតិនេះ ហ្នឹងហើយវាអត់សូវជាមើលនេះវាច្រើនទេបាទអញ្ចឹងភាគច្រើនយើងក៏ឆែកសុខភាពទៅលើទូទៅជាមួយនឹងតាក់ទងមួយជំងឺឆ្លងហើយនឹង prostate គាត់តែប៉ុណ្្នឹងទេ មានរឿងមួយដែរដែលខុសគឺកពេញ បាទ prostate កពេញ prostate ប៉ុណ្ណឹង prostate គឺជាកពេញមួយដែលមានតែលើមនុស្សប្រុស បាទ ពេញប្រូស្តាតអីគេគ្រូ កពេញ prostate គឺ ក ជា ពេញ prostate កពេញមួយដែលនៅពីក្រោមផ្លោកនោមរបស់បុរស សុំមើលតិចបានគ្រូ អត់មានរូប មានរូបភាពឯនេះគ្រូអ អ ត់ ត់មានអត់មានរូបភាពទេទៅយកមកអញ្ចឹងកពេញហ្នឹងសម្រាប់លើមនុស្សប្រុសគឺមានវ័យចំណាស់បន្តិចអាចប្រឈមមុខជាមួយនឹងការរីកហើមឬក៏មហារីកទៀត បាទ អញ្ចឹងនេះគឺជាមហារីកតែមួយគត់ដែលមានតែលើបុរសអត់មានលើស្ត្រី គាត់មនុស្សប្រុសមានផលប៉ះពាល់ដែរតា បាទពិបាកដូចគ្នា មានតែស្ត្រី មានពិបាកដូចគ្នា អញយកចិត្តប្តី អត់ណាស់ទេ អានេះប្តីផងចឹង អូអូយអេពីសូតមុនថាធ្លាប់តែពេលដែលមានពេលដែលមានទងន់នារីទាំងអស់តែងតែធ្វើបាបបុរសហ្នឹងអញ្ចឹងឥឡូវហ្នឹងគួរតែគិតពីបុរសជាស្វាមីខ្លះផង បាច់គិតអីទៀតនៅម៉ោងទៅបណ្ឌិតខ្លួនឯងទៅមើលកពេញប្រូស្តាតទៅចាំបាច់ឲ្យពុនមើល តែដៃគ្នាទៅ មានតែពេទ្យជួយមើលប្រពន្ធណាទៅវែកមើលកពេញឃើញគ្រូ ហើយទៀត ហ្នឹងហើយបងមាន ចា ចាបងតនេតនេក៏អាចមើលប្តីបានដែរ ចង់សួរថាបរោះត្រូវតែកាត់អានឹង ហេខុសបង ចាខំប្រឡង សាហាវប្រហើយអត់អីបងដាក់ចូលបាន ចាដាក់ចូលបានត្រូវកាត់ស្អីគេនឹងចេញឬក៏មិន ស្អីគេបងកាត់ស្អីទៅចាំទៅទេ កាត់ស្បែកចុះ ចាស្បែក ដើម្បី ចូល ជា សា សា ស្ត្រ បែករបស់បរោះ អូកាប់ពិតនិយាយទៅបើសិនជាបានកាត់ណាគឺល្អបង ចា បើសិនជាកាត់ពីក្មេងគេមិនកាត់ពីធំទេកាត់ពីក្មេងកាត់ពីកាត់បន្ថយជំ សុក ងឺ ថ្មី ច្រើន ហ្នឹងមានមធ្យោបាយខាងកាត់ហ្នឹងឯង មានបងមានហើយបើខាងអ៊ីស្លាមវិញគេកាត់តាំងក្មេងក៏បើសិនប្រយោជន៍គេអាហ្នឹងណា ចា បាទសិនប្រយោជន៍មិនមែនជាជំនឿសាសនាប្រមុខគាត់ទេប៉ុន្តែវាមានអត្ថប្រយោជន៍ច្រើន ចា បាទជាពិសេសតាក់ទងជាមួយមហារីកនៅអាក្រង់ហ្នឹងការកាត់ស្បែកហ្នឹងក៏កាត់បន្ថយដែរបង ចា បាទអញ្ចឹងបើបានកាត់ល្អ ចុះលោកគ្រូបានកាត់នៅ ខ្ញុំអត់កាត់ទេព្រោះខ្ញុំមិនកាន់សាសនាអ៊ីស្លាមដល់ពេលអញ្ចឹងអត់បានកាត់ទេ សូវមានសូវបានទទួលប្រយោជន៍យ៉ាងម៉េចទេចឹងខ្លះប្រយោជន៍ខ្លះចឹង មុនឡែនេះបងនឹកឃើញសួរពាក់ព័ន្ធជាមួយនឹងកាត់ចា ចៅប្តីកាត់ដែរ មែនទេ
លឺគេថាបរិសុទ្ធត្រូវទៅកាត់អានឹងដើម្បីជាអនាម័យមួយដែរ ចា បាទ ចឹង តែគាត់អត់ខុសទេអញ្ចឹងជាអនាម័យបានន័យថាពេលដែលគាត់កាត់ទៅងាយស្រួលក្នុងការសម្អាតអញ្ចឹងសម្រាប់បងបរិសុទ្ធដែលមានអានឹងវែងពេកទូចពេកគេទៅបៀតពេកពិបាកក្នុងការលាងសម្អាតពិបាកលាងការលាងសម្អាតអាចនឹងកមេរោគនៅជុំវិញហ្នឹងអាចទៅជារលាកអាសាររលាកតម្រងនោមសាររលាកបង្ហូរនោមឬក៏ពេលខ្លះឈានទៅដល់មហារីកនៃមហារីកប្រដាប់ភេទ អូខេ អាចទៅពេលខ្លះអាចទៅជាមហារីកប្រដាប់ភេទអញ្ចឹងកាត់មានប្រយោជន៍តែបើអត់កាត់ឲ្យតែសម្អាតបានល្អក៏អត់អីដែរអញ្ចឹងមិនតម្រូវឲ្យគ្រប់គ្នាត្រូវតែកាត់ទេ មួយទៀតលោកគ្រូអានឹងសួរក្រៅសួរក្នុងបានអត់ មួ មួយ យ ទៀ ទៀត តបាន ស្លៀ ចំណេញ ក អត់បានអស់លុយថ្លៃពេទ្យ គិតសើ មិនសានបងសួរ ផ្លេក កម្ម លី វិធី អូ លោ ផ្លេកលីអូអត់ស្លៀកបានទេប្រុសៗតែខ្ញុំក៏អត់ស្លៀកហើយដល់ពេលអញ្ចឹងទៅខ្ញុំចេះខ្លាចថាអូចាស់ទៅមានជំងឺពងធ្លាក់មកយក អូមានពាក្យហ្នឹងទៀតអត់ដែរដឹង ចាស់និយាយទៅ ប៉ា ចឹង ខ្ញុំធ្លាក់ ហើយដល់ពេលអញ្ចឹងខ្ញុំចេះដាស់តឿនឲ្យគាត់ថាបងទិញក៏អត់ពាក់ឯងគាត់ថាអត់ពាក់ស្រួលខ្លួនអញ្ចឹងលោកគ្រូអាហ្នឹងមិនដែរពាក់ក៏ពាក់ឬក៏អត់ គ្រូថាគាត់មិនដឹងព្រោះលោកគ្រូអត់ពាក់ដែរណា គួរតែពាក់ឬក៏អត់ លោកគ្រូ ក៏ពិតអាហ្នឹងវាដូចជាអត់ពាក់ព័ន្ធទេបង ចា ចា បាទ ចា វាអត់ពាក់ព័ន្ធនឹងរឿងពាក់អំពាក់ធ្វើឲ្យមានជំងឺទេបង អត់ទេមានអាជំងឺអាធ្លាក់ស្អីហ្នឹង អាហ្នឹងវាជារឿងផ្សេងទេបង ចា៎ វាមិនដោយសារតែអាការយើង ចុះ អ លោក ត់ បង ពាក់ ផង នេះ គាត់ ទេ ធ្លាក់នៅបង ធ្លាក់ គាត់ធ្លាក់បាត់ហើយ ធ្លាក់បាត់ គាត់ស្លៀកវិញបងឲ្យគាត់ស្លៀកវិញ ប៉ាខ្ញុំធ្លាក់មែនតានេះមិនមែនជាការកំ pl ទេធ្លាក់តាប៉ាខ្ញុំក៏អត់ចូលចិត្តស្លីអូទេធ្លាក់ ចា អានេះខ្ញុំចង់និយាយខាងក្រៅទេយើងអាចកាត់ចោលបានដែរ អត់អីបងទុំសើចប្រាប់ញ៉ាំទៅកាន់បងប្អូនចាបងសភាពបរោះ complex Leo បានច្រើនដើម្បីកុំឲ្យ កុំឲ្យធ្លាក់ដូចប៉ាខ្ញុំ ទៅធ្វើមកបានធ្លាក់អញ្ចឹង ខ្ញុំ ណា អត់យល់ដែរទៅចូលពេទ្យខ្ញុំខ្មាស់គេសឹងអី ប៉ុន្តែមនុស្សផងមានវិបត្តិមែនតើលោកគ្រូឈប់ប៉ុនអត់ដែរលើកយកមកនិយាយសោះនិយាយទៅពីរឿងនារី អត់កើតទេ ហ្នឹងជាការពិតទេខ្ញុំអត់អឺ បាទបង និយា បាទ យ អត់ទេយល់ កុហកទេ ជារឿងចៃដន្យតែមិន ចា៎ មែនដោយសារតែគាត់អត់ស្លៀកខោក្នុងគាត់ឲ្យទៅជាមានបញ្ហាចឹងទេពីព្រោះបញ្ហាហ្នឹងគឺកើតឡើងដោយសារតែសរីរាង្គនៃរាងកាយបុគ្គលហ្នឹងបិទអត់ចិត្តឬក៏ពេលខ្លះក៏ចំហដោយសារប្រការណាមួយ បាទ ឬក៏ពេលខ្លះវាគ្រាន់តែជាការចោលនៃគេហៅពាក្យសរសៃឈាមមិនមែនជាការមិនមែនជាការធ្លាក់ពោះវៀនពីលើមកខ្ញុំគិតថាបងនិយាយហ្នឹងប្រហែលជាធ្លាក់ពោះវៀនឬក៏ធ្វើឲ្យពងសាសបុគ្គលហ្នឹងធំមួយចំហៀងឬក៏តូចមួយចំហៀង ធ្លាក់ទៅពេទ្យគេថាពងប៉ាធ្លាក់អញ្ចឹងគឺវះកាត់ បាទអញ្ចឹងវាមានរឿងច្រើននៅក្នុងហ្នឹងប៉ុន្តែខ្ញុំអាច confirm មួយបងបានថាមិនមែនដោយសារតែការស្លៀកខោខាងក្នុងឬក៏អត់ទេ ចា អរគុណលោកគ្រូសម្រាប់ការបកស្រាយយ៉ាងឥតខ្ចោះតែម្ដងពួកខ្ញុំអ្នកចងលោកគ្រូជួយចិត្តស្រាយល្អមែនតើចា តែគេអត់យកទេគេដាក់កាត់ហើយតែចង់ជម្រាបបងកុំឲ្យបងទៅដល់បន្ទោបងប្រុសចឹងណានឹងអត់ទេអត់តទៅគ្នា ចា តែ អូខេមិនយើងនិយាយចែកគ្នាច្រើនអំពីសកម្មភាពណាដែលអាចប៉ះពាល់ដល់សុខភាពនិងសកម្មភាពណាដែលជួយឲ្យសុខភាពល្អណាយ៉ាងដូចបងស្រីអញ្ចឹងពិសាឬក៏បរិភោគនៅបន្លែធម្មជាតិជួយបានច្រើនកុំសូវញ៉ាំជាតិខ្លាញ់ជួយបានច្រើនហាមកុំឲ្យប្រើញ៉ាំរបស់ខ្លោចជួយកាត់បន្ថយការប្រឈមមុខជាមួយនឹងមហារីក ចា សូរ៉ាក៏យើងនិយាយដែរមិញសំណួរយើងបកមកប្រធានបទយើងវិញដឹងហើយឮហើយតែធ្វើអត់ ឡើយសូមចាប់ដាក់ពីលោកគ្រូមិញព្រោះលោកគ្រូដូចស្ដាប់មកទៅដូចល្អហ្មងអត់ខ្ចោះតាំងពីដើមមកនេះលោកគ្រូដឹងលោកគ្រូដឹងជាងគេដឹងហើយឮហើយប្រាប់គេទៀតតើខ្លួនឯងធ្វើអត់ និយាយទៅមានរឿងខ្លះអត់ធ្វើដែរបង អូខេត្រង់ហ្នឹងណាត្រង់មែនតើនិយាយទៅ បាទ គេហៅជំនាញ podcast នេះជំនាញ studio នេះខ្លាំងណាស់ចង់អត់ហ៊ានក៏ហើយ ព្រោះថ្ងៃនិយាយទៅដូចថ្ងៃយើងនៅសារដូចជំងឺគាត់មកមានបញ្ហាយើងអាសាប្រាប់គាត់ថាបងអាសាហាត់ប្រាណញ៉ាំត្រីច្រើនហើយកុំញ៉ាំស្រាប៊ីយ៉ាអីចឹងណាតែជាក់ស្ដែងពេទ្យនឹងពេលខ្លះក៏មិនបាន 100% ខ្ចោះដែរដោយសារតែយើងរវល់ពេកពេលខ្លះឲ្យគេញ៉ាំទឹកច្រើនខ្លួនឯងសឹងញ៉ាំទឹក ណា បាទ អូ សឹ ខេ ងញ៉ាំទឹកបាទហើយកុំឲ្យគាត់សឹកចូលចិត្តញ៉ាំផ្អែមតែជាក់ស្ដែងខ្ញុំមិនចូលចិត្តផ្អែមតាំងទូច អូ តាមកាត់បន្ថយបានឡើយបាទដោយសារឆេះសុខភាពទៅឃើញ A1C ខ្ពស់តិចដែរ អូ ចឹងហើយជាយើងបន្ថយ អូខេ ហើយហាត់ប្រាណទៀតបើនិយាយពីហាត់ប្រាណវិញបោករាយតាំងក្មេងអត់ដែរចូលចិត្តទៅហាត់ប្រាណលើកជីមលើកអីទេបាទទៅមួយមិត្តភ័ក្ដិអញ្ចឹងទៅហាត់បានតែពីថ្ងៃរត់ចោលកន្លែងបាត់ហើយពេលខ្លះទៅហាត់ប្រាណដៃមួយចំហៀងហាត់ដៃមួយចំហៀងចុចទូរស័ព្ទ មិននិយាយនោះមិនហាត់ទេមិនទៅគាត់កាន់ គាត់លេងឧបកិច្ចតែឥឡូវគាត់ថាបានលេងបាល់ដែរចូលចិត្តលេងបាល់អញ្ចឹងមកទឹកអត់ផងបានលេងម្ដងដែរបាទគាត់តិចដែរបាទ អូដែរ បាទ អញ្ចឹងនិយាយទៅអត់មានអ្នកណាគេអត់ខ្ចោះទេយើងដឹងដែរតាយើងដឹងដែរថាធ្វើនឹងអត់ល្អប៉ុន្តែពេលខ្លះ គិនផុត ផុតណែគេផុតប៉ុន្តែអ្វីដែលយើងចង់ប្រាប់គឺកុំឲ្យលើសលុបពេក បាទ យើងចេះកម្រិតខ្លួនឯង
ចឹងសម្រាប់បងស្រីរាល់ថ្ងៃបញ្ហាបងនៅតែមួយគត់គឺនៅភាសាសារា ចា៎ ដែលយើងកំពុងតែព្យាយាមកាត់ហើយណាយើងកំពុងព្យាយាមកាត់ហើយឥឡូវបកទៅពីទីការនេះខ្ញុំវិញម្ដងស្ដាប់តាំងពីដើមកម្មវិធីមកដល់ឥឡូវចូលចំណុចណាខ្លះខ្លួនឯង ចំណុចខ្ញុំចូលលោកគ្រូតែចេញទៅអស់ហើយ អត់ទេ អត់ទេបងប្អូនខ្ញុំក៏ជាមនុស្សមួយទម្លាប់អាក្រក់ច្រើនណាស់គ្រូដូចថាត្រូវទៅហាត់ប្រាណចឹងស្អែកហ្នឹងស្អែក1000ដង អត់ហាត់ប្រាណនេះទៅស្អាតហ្នឹងណា ឡើងសាឡូន តែខ្ញុំព្យាយាមកែប្រែលោកគ្រូខ្ញុំឥឡូវការញ៉ាំរបស់ខ្ញុំរៀងល្អជាងមុនអញ្ចឹងខ្ញុំអត់សូវញ៉ាំខ្លាញ់ខ្ញុំអត់ញ៉ាំទឹកកកហើយបើគ្រឿងស្រវឹងអីខ្ញុំកម្រអត់សូវទេ ថ្ងៃមុនទឹកឃើញសោះ អត់ទេប៉ុណ្ណាបងវិញ តាម បង ដាន ចូលកម្មវិធី ពិធីការ អត់ទៅចូលកម្មវិធីតែមក ខ្ញុំ បន្ ចូល តិ ពី ច ការ ហ្នឹង ខ្ញុំកម្រសូវញ៉ាំហ្នឹងខ្ញុំកម្រ លេ តែប៉ិតខ្ញុំក៏ដូចតែបងប្អូនទូទៅដែរដូចតែគ្នាមិនខុសគ្នាទេមិនមែនថាខ្ញុំនៅលើវេទិកាអញ្ចឹងទៅចេះនិយាយធ្វើណែនាំល្អតែប៉ិតដូចតែគ្នាទេគ្រាន់ថាខ្ញុំចេះកែប្រែនិងអភិវឌ្ឍខ្លួនឯងអញ្ចឹងណាបើយើងនៅបន្តតែអ្វីដែលអាក្រក់ៗទៅវាអាចធ្វើរាងកាយយើងទ្រុឌទ្រោមណាមួយយើងក៏ជាបុគ្គលគំរូមួយហើយក៏ជាអ្នកដែលមានបន្ទុកច្រើនត្រូវចាំមើលថែទៅថែសារអញ្ចឹងទៅយើងក៏អត់អាចឲ្យសុខភាពយើងទ្រុឌទ្រោមទៅតាមអ្វីដែលយើងចិត្តចង់ដែរតែប៉ិតខ្ញុំដឹងថាម្ហូបអស់ហ្នឹងវាឆ្ងាញ់ប៉ុន្តែសួរថាញ៉ាំអីយើងញ៉ាំប៉ុន្តែយើងអាចញ៉ាំបរិមាណដែលសមស្របមួយហើយក៏មិនញឹកញាប់ដែរចា អញ្ចឹងពីយើងទៅក៏មិនចង់ឲ្យអ្នកទាំងអស់គ្នាផ្ដាច់ទាំងផឹងដែរ អត់ទេ តែយើងចេះកម្រិតខ្លួនឯង ចា៎ បាទកម្រិតខ្លួនឯងដូចខ្ញុំអញ្ចឹងណាឃើញអញ្ចឹងដឹងទាំងអស់ធ្វើទាំងអស់លើកលែងរឿងមួយដែលអត់តន់ធ្វើគឺញ៉ាំផ្អែម ដូចគ្នា លោកគ្រូញ៉ាំ ខ្ញុំសុខចិត្តអត់ញ៉ាំបាយមួយថ្ងៃក៏អត់ញ៉ាំបាយទេព្រោះដោយសារគិតចង់កាត់បន្ថយការដាក់បញ្ចូល carbohydrate ឬក៏ជាម្សៅ បាទ ព្រោះហ្នឹងគឺឡើងគីឡូច្រើនខ្ញុំប្រហែលជាតាមអ្នកដែលស្គាល់ដឹងហើយកាលពីតូចមកងាយនឹងឡើងគីឡូមែនតើងាយខ្សឹងថាភាសាគេនិយាយថាគាត់ដកដង្ហើមក៏ឡើងគី លោក ឡូ គ្រូស្អាតនិង slim តមណារងថ្ងៃនេះចូលរងថ្ងៃបាយអត់ញ៉ាំទេគឺក្រុមកយើងអត់ញ៉ាំតែព្យាយាមញ៉ាំបន្លែញ៉ាំសាច់ផ្សេងទៀតណាតែកិច្ចអត់ផុតពីរឿងបង្អែមរឿងបង្អែមមួយគឺកិច្ចអត់ផុតហ្មងអត់ដឹងទុកចិត្តញ៉ាំបន្លែញ៉ាំអីចឹងទៅបង្អែមនៅចិត្តហ្នឹង តែអត់ឡើងគីឡូគ្រូ ឡើងដែរតែហ៊ានតែបដ ដោយបន្តិចគឺឡើងហ្មងតែគ្រាន់តែពេលដែលញ៉ាំហើយអញ្ចឹងយើងនឹកឃើញហត់ទៅហាត់ប្រាណទៅអញ្ចឹងបន្ថែមកន្លះម៉ោងឲ្យទៀតអញ្ចឹងទៅ តែឃើញបងហាត់ប្រាណរាល់ថ្ងៃត្រូវបង បាទអញ្ចឹងខ្ញុំព្យាយាមអញ្ចឹងបើសិនជាអត់ទេហ៊ានតែខានកន្លះខែឬមួយខែឃើញហើយចាប់ឡើងគីឡូ អញ្ចឹងមិនបង six page អឺ បាទខ្ញុំ one page 6ដែរតែខាងក្នុងដោយសារមានអីគ្រប់ពីលើឯង បាទ yes សុំមើល six pack គ្រូតិចបាន ចាំចប់ ចាំទៅកម្មវិធីអូលោកគ្រូទៅចាំកម្មវិធីទៀត តែខ្ញុំនិយាយមែនមកពាក់ព័ន្ធជាមួយនឹងរឿងសុខភាពចង់សួរអីចំណេះដឹងទូទៅអីសួរលោកគ្រូឈប់គាត់មានអារម្មណ៍ថាទទួលបានការនិយាយជាមួយមានអារម្មណ៍ថាឲ្យយើងផ្លាស់ប្ដូរកែប្រែលោកគ្រូអត់គៀបសង្កត់ទេប៉ុន្តែមានអារម្មណ៍ថានិយាយមកមានអារម្មណ៍យើងចង់កែប្រែអត់ទេខ្ញុំនិយាយមែនលោកគ្រូមានចំណុចហ្នឹងពិសេសណាសូម្បីតែក្នុងវីដេអូរបស់លោកគ្រូបង្ហាញពាក់ព័ន្ធជាមួយនឹងជំងឺកុមារអញ្ចឹងខ្ញុំជួយចិត្តមើលមែនតើលោកគ្រូនេះសង្សារក្នុងកម្មវិធីហ្មង អរគុណអរគុណអរគុណ លោកគ្រូមើលទៅបញ្យល់បែបឈៀលមានអារម្មណ៍ថាឲ្យអ្នកជំងឺមានអារម្មណ៍ថាមើលទៅតានតឹងធុញហើយខ្ញុំគិតថាអ្នកជំងឺក៏ចង់បានលោកគ្រូពេទ្យប្រភេទបែបលោកគ្រូអញ្ចឹងដែរ អូ ចាដូចជួបមុខមើងម៉ាត់អីចឹងយើងក៏មានអារម្មណ៍ថា serious ពេកយើងដូចពិបាកដែរ ខេគាត់ពិបាកទទួល ចា៎ ចា៎ដោយសារតែបបិសោខ្ញុំជួបជាមួយនឹងប៉ាម៉ាក់ជាច្រើនដែលគាត់មកជួបយើងហើយគាត់មាន concern ឬក៏មានការបារម្ភណាអញ្ចឹងបើសិនជាហ៊ានតែនិយាយក្នុងភាសាបារម្ភទៀតគាត់ទទួលយកអត់សូវបានទេអញ្ចឹងអ្វីដែលយើងព្យាយាមឲ្យគាត់គឺសម្រាយងាយយល់ដើម្បីពួកគាត់អាចឆាប់ទទួលយក អូខេបង អូខេអរគុណច្រើនមួយថ្ងៃនេះថ្ងៃនេះគឺសប្បាយចិត្តតាំងពីព្រឹកមកដោយសារមានកាហ្វេ free ផងឥឡូវមានពាក្យល្អទៀតអូអរគុណច្រើនអរគុណអរគុណច្រើនអរគុណជាគេយើងទាំងពីរនាក់ថ្ងៃនេះដែលចំណាយពេលវេលាមកចូលកម្មវិធីរបស់យើងហើយចិត្តដល់ពេលបញ្ចប់ហើយប៉ុន្តែយើងនឹងមានហ្គេមបន្តិចទៀតលេងជាមួយអ្នកទាំងពីរដែរណាពាក្យមួយ click ហើយពួកយើងនឹងលើកទាំងអស់គ្នាលើកថាតើធ្លាប់ឬក៏មិនធ្លាប់អូខេទី1ធ្លាប់មើលរឿងដាច់យប់អត់ Hello ដឹងដែរ ធ្លាប់ដែរចា ដឹងដែរថាគេសំខាន់ ចា តែរឿងសំខាន់ជាង ហើយលោកគ្រូ ដង តប កា ទៀត បង ធំពី ដងកាផ្លែទៅ នៅមកកាមួយធ្លាប់ដាច់ដែរ ធ្លាប់បង ដាច់ដល់ម៉ោងមែន ពី11 អូពី11មិនហើយដាច់ មិនខៅដាច់លោកគ្រូខ្ញុំ6ផឹក ខ្ញុំ3 4យប់ ចា រឿងទីតនិក ធ្លាប់កាលពីនៅក្មេង6ភ្លឺមែន តែ និយាយទៅចប់3 season អីប៉ុន្តែឥឡូវទៅរួចទេម៉ោង8ឡើងបើភ្នែកអត់រួចទេ ហើយខ្ញុំស្អប់រឿងភាគហ្នឹងទៀតអាកតុយអាចិត្តចប់ហ្នឹងវាធ្វើឲ្យរឿងហ្នឹងជក់ចិត្តចង់មើលហ្មងចឹងត្រូវមើលវាដែរ ចូលទៅចប់ ចា តែចប់តែជប់ អូខេទី2ធ្លាប់គេងអត់មុតទឹកអត់ អូខេទឹកធ្លាប់ទេ លោកគ្រូខេចដែរយោ បាទ ណាថាលោកគ្រូពេទ្យស្អាត តែ អូទាំងអស់គ្នា ពេលខ្លះមើលអ្នកជំងឺអស់កម្លាំងពេកជឿលោកគ្រូ បាទ ស្អុយមកបន្តិចសិនទៅ ជាសឹកខែតិច ចា អូយខ្ញុំកាយត្រជាក់ខ្ញុំអត់មែនកាយត្រជាក់ព្រោះអីចូលចិត្តត្រជាក់
ប៉ុន្តែពេលមកយាមចាំបានហើយពេលមកយាមរវល់ធ្វើការអញ្ចឹងពេលគេច្រើនពេលយាមចូលតាំងពីម៉ោង 5 មកកាលពីជំនាន់នៅយាមអញ្ចឹងម៉ោង 5 រវល់រហូតទៅដល់ម៉ោង 2 អស់ខ្យល់ហើយទៅងូតទឹកអីដេកទៅម៉ោងទៅ ចាំមិនបានលៀងឯខ្លះលោកគ្រូ លៀងមុខ លៀងដៃលៀងជើង លៀងដៃលៀងជើង ស្ លៀ រី ងមុ សួ ខ ស្ដីយប់ឡើងក៏លៀងជើង អូលៀង លោកគ្រូភ័យមែន អត់ភ័យទេผมដៃលៀង យូ ผมងូតទឹកទាំងអស់ហ៎យើងមិនហៅលៀងទេយើងហៅងូតទឹកតែអត់នេះអូខេទី3ធ្លាប់ផឹកកាហ្វេអត់ញ៉ាំបាយអត់ ផឹកកាហ្វេអត់ញ៉ាំបាយ អូសិតតែអ្នកអត់ធ្លាប់គ្រូល្អមែនតើសិតតែអ្នកអត់ចេះញ៉ាំកាហ្វេឬក៏ចេះញ៉ាំកាហ្វេដែរតែនៅតែគិតថាត្រូវតែញ៉ាំបាយ ត្រូវតែញ៉ាំ អូអូខេ ព្រោះ very good ចាអត់ញ៉ាំឈឺកាពះ អូ ខ្ជូត អរគុណ បងស្រីលើស្គាល់ដឹងពីសុខភាពចង់ដូចពាក់កណ្ដាលពេទ្យទេនេះ បាទ អូខេទី4ធ្លាប់យល់សប្តិឃើញខ្លួនឯងឈឺអត់ សុំឲ្យជួយ យកសពឃើញឈឺ នេះ ទៅ ស្គាល់ ដែរ ដែរ ហង និយាយបើយកសពឃើញសុខភាពល្អរហូតហ្មង បើអត់ដែរយកសពផងហងថ្ងៃ មែនដាក់ទៅផ្លឹកមកជឿហ៎ ចា ល្អ អានេះភាពប៉ិតណា ល្អ ណាសុកសុកយកសពខ្លួនឯងឈឺមិនទេ ខ្ញុំ អញ្ចឹងលោកគ្រូ ខ្ញុំធ្លា អូ ប់ សួ ដែរ រទៅអ្នកណាយល់សុខខ្ញុំអត់សុខទេបងខ្ញុំអត់បានអត់គាត់យកអត់មានបំណង control ទេ ទេ បាន ចា ទេអត់មានបំណងទេតែដឹងធ្វើម៉េចបើឈឺហើយយំទៀតណោះ យកមិនយកសពឃើញកាល់កូនហ្មងចូលថែឈឺ អូចិត្តចិត្តបានហើយជឿរឹមអ សា ប ធុ អ សាធុអរគុណ អូសាធុសាធុ ចិត្តបានហើយ អូខេទី5ធ្លាប់ទប់នោមអត់ ធ្លាប់ ទប់រហូតដល់ឈឺ មេកញ្ចប់នៅនេះហ្មង វិញ មិនមកដល់មក វិញ មេហ្មងលោកគ្រូខ្ញុំគឺសាហាវណាស់ប្តីខ្ញុំក៏សើខ្ញុំដែរប្អូនខ្ញុំអីហ្នឹងគឺគ្រូសាខ្ញុំដឹងទាំងអស់ខ្ញុំធ្លាប់នោមចេញឈាមទៀត អូ ដោយសារតែខ្ញុំជួយចិត្តទប់នោមខ្ញុំអត់ជួយចិត្តនោមទេគឺខ្ញុំខ្ជិលបំផុតគឺដើរទៅបន្ទប់ទឹក កុំមកបងនេះ អញ្ចឹងគេខ្លះមកផឹកទល់ល្ងាចខ្ញុំទប់ដល់ម៉ោងអូថាខ្ញុំងើបម៉ោង9ផឹកអញ្ចឹងណាខ្ញុំទប់ដល់ម៉ោង7យប់អី អូ មួយថ្ងៃពេញ ចាខ្ញុំជួយចិត្តទប់ហ្មង កុំ សូ ទ ម ប់ លើក អូ ពី ន មែនទេ មេរោគនៅក្ ចា នង ដល់ពេលហើយក៏បានឈាមម្ដងទៅក៏ខ្ញុំផ្លាស់ប្ដូរចាអញ្ចឹងមួយ នេះ ថ្ងៃ សើមក6ល្ងាច ចាវាខ្ជិលមកទៅបន្ទប់ទឹកគឺខ្ជិលហើយខ្ញុំមួយនៅក្រៅសាធារណៈទៀតខ្ញុំខ្លាចតែវាឆ្លងអីចឹងខ្ញុំខ្ជិលជូតខ្ជិលអីចឹងចឹងវាធ្វើខ្ញុំធុញខ្លួនឯងអញ្ចឹងខ្ញុំខ្ជិលទៅនោមតែឥឡូវអត់ទេកែប្រែ ចា បាទការទប់នោមមានផលប៉ះពាល់ទៅដល់តម្រងនោម តម្រងនោម ផលប៉ះពាល់ទី1ដល់តម្រងនោមហើយវាឲ្យបង្ករោគទៅទៀត មេរោគ តែអត់ល្អ ហើយវា ទេ មានដល់អាថ្នាក់យើងខ្ជិលនោមវិញយើងខ្ជិលផឹកទឹកទៀតលោកគ្រូខ្ញុំគិតថាបើខ្ញុំផឹកទឹកខ្ញុំមិនត្រូវនោមទៀតអញ្ចឹងខ្ញុំសុខចិត្តអត់ផឹកទឹកទេ double ចា ហ្នឹង ចា ហើយ ពណ៌តែឥឡូវអត់ទេឥឡូវខ្ញុំអត់ទេមួយថ្ងៃខ្ញុំផឹក8 10លីត្រតែវាមួយឆ្នាំមួយឆ្នាំ8 10លីត្រ អូខេទី6ធ្លាប់ផឹករហូតវង្វេងផ្ទះអត់ ផឹករហូតមកវិញផ្ទះអត់ទេ យ៉ា ខ្ញុំអត់ដែរទេ ល្អម្លេះព្រោះឲ្យផឹកនៅផ្ទះមែន ព្រោះខ្ញុំមិនដែរវិញលោកគ្រូព្រោះពេលខ្ញុំផឹកទៅគឺខ្ញុំសន្លប់គេខ្សែខ្ញុំដាក់ផ្ទះចឹងគេជួយខ្ញុំទៅផ្ទះខ្ញុំអត់ដឹង មែនខ្ញុំអ្នកវិញខ្លួនឯងណាលោកគ្រូអត់ដែរណា មិនធ្លាប់ ខ្ញុំ ដែរ សិ ណា ចេះផឹក គេអូល្អវិញណា បាទ អត់ចេះប៉ុន្តែមិនដាក់ទៅស្វឹងដាក់ស្វឹង ចា កំដរគេបានមកតែចេះផឹកទេ កំដរបាន បាទ 7 8ដបអីបានទេណាកំដរ និយាយទៅកំដរគេបានតែអត់បកែផឹកទេ អូខេ អូ អូខេ លោកគ្រូស្គាល់ស្រែអុកទេ អត់ ស្អាអុកមកចា ស្គាល់ស្រាប់ផឹក អានេះអីគេ ស្រែអុក ស្អាអុកនឹងអីគេ អូការចំនួនចំនួនក្បាលកោះហ្នឹងគេមានអាដាក់បិទចេះគេអុកដាក់គ្រូឆ្មាដាក់អីគ្រូ អូណែ ណែកាមេរ៉ាមែនខ្ញុំសាហាវហ្មងគ្រូ ស្គាល់ច្បាស់ចាយអូព្រះជាម្ចាស់អត់ស្គាល់ទេហ្នឹងម្លោនឹងមួយ អត់ស្ទាវអីចឹង ទៅម្លោនឹងមួយអូខេទី7ធ្លាប់ញ៉ាំប្រៃពេកអត់ ញ៉ាំប្រៃធ្លាប់ម្ដងកាលអីធ្លាប់ ពេលខ្លះមកហូបនឹងប្រៃអីទៅនៅហូបឲ្យអស់ស្ដាយលុយ ខ្ញុំរៀងរើសមែនតើខ្ញុំរឿងមកហូបតែថាមិនត្រូវចិត្តសុខចិត្តអត់ញ៉ាំហើយអញ្ចឹងពិបាកជាងគេនៅពេលទៅស្រុកក្រៅពេលទៅស្រុកក្រៅពេលច្រើនគឺតទៅរកភោជនីយដ្ឋានណាដែលត្រូវរស កាត់ ជាតិ អាស៊ីបាន ខ្ញុំមិនគិតអាស៊ីព្រោះខ្ញុំអាចញ៉ាំពួកអឺរ៉ុបបានប៉ុន្តែតត្រូវរសជាតិអត់ត្រូវរសជាតិទេថ្លៃប៉ុណ្ណាក៏ទុកដែរលោកហើយ ចា អូខេចំណុចទី8ធ្លាប់ញ៉ាំរបស់ខ្លោចអត់ នៅនឹងធ្លាប់ មិនធ្លាប់ទេ បើធ្លាប់ហ៎ វ៉ាវអត់ធ្លាប់សោះហ្មងបងអើយ ធ្លាប់តែម្ដងប៉ុន្តែឈប់ញ៉ាំរហូត អូហើយចឹងរាល់ថ្ងៃឧទាហរណ៍បើភ្លេចខ្លួនឯងខ្លោចឯងបោះចោលទេ បោះចោលខ្ញុំអាហ្នឹងនិយាយប៉ាត់ខ្ញុំអត់ញ៉ាំទេ ធ្វើអញ្ចឹងដែរខ្ញុំទៅជប់ស្ដាយហើយ ខ្ញុំលែងញ៉ាំហើយរបស់ខ្លោចមហារីកសាហាវ អូខេអូខេអូខេជឿបងជឿខ្ញុំជឿ ស្រាមួយបំផ្លាញសុខភាពឲ្យញ៉ាំខ្លោចទៀតនៅហ្នឹង អូខេអូខេទី9ធ្លាប់លួចទិញថ្នាំផឹកខ្លួនឯងអត់ លួចទិញថ្នាំ ផឹកខ្លួនឯងបាច់លួចអីគ្រូឈឺតែទិញខ្លួនឯង ពេលឈឺ ខ្ញុំបែរយើងទិញឲ្យយើង មិនយើងអត់លួចទេត្រូវអត់យើងអត់លួចទេ
តែគ្រាន់តែអ្វីដែលយើងចង់ប្រាប់គឺឆ្នាំមួយចំនួនមិនគួរទិញប្រើដោយខ្លួនឯងទេព្រោះមានបងប្អូនមួយចំនួនទិញឆ្នាំទាំងរួមផ្អែមតាមគ្នាទិញឆ្នាំលើឈាមតាមគ្នាអត់កើតទេឆ្នាំលើមួយគេអត់កើតទេព្រោះគាត់ថាឆ្នាំប៉ារ៉ាបញ្ចុះកម្ដៅអីអូខេយើងអាចទិញបានអញ្ចឹងឆ្នាំមួយចំនួនដែលតកតងជាមួយនឹងជំងឺរ៉ាំរ៉ៃគួរតែជួបមួយគ្រូពេទ្យសិនអញ្ចឹងណាអូខេទី10ធ្លាប់ឈឺតែអត់ទៅពេទ្យទេព្រោះខ្លាចពេទ្យ បាក់ឆ្លើយ នឹងទាំងពីរត្មងទៅ អត់ដឹងខ្លះតែឈឺទៅហើយខ្ញុំ ឈឺទៅហ៎ ចា អូល្អមែនតើ បើអត់ឈឺអត់ទៅទេ អូខេអត់ខ្លាចពេទ្យចាក់បញ្ចូលអត់មានខ្លាចសារ៉ាងអត់មានអីទេណោះ អត់ អូខេគឺស្មាក់មិនអីគេ ខ្ញុំធ្លាប់ ធ្លាប់ ឈឺថ្មិញខ្ញុំខ្លាចបែបថ្មិញ ឈឺថ្មិញទប់អត់បានទេ ទៅគាត់ខួងសាហាវបងអើយ ទឹកចិត្តធំឈឺ ចាទ្រាំអស់លទ្ធភាពទៅដែរហ្នឹង ទៅដែរអញ្ចឹងទប់បានខ្លះណែ បាទ អូខេអរគុណច្រើនអរគុណអ្នកទាំងអស់គ្នាបាទប៉ុណ្្នឹងបានទេច្រើនពេក ខ្ញុំសុំៗវិញគ្រូបានណាទាំងអស់គ្នា អូខេ ធ្លាប់ពេលងើបពីគេងខ្ជិលងើបនោមអត់ អត់ទេ អត់ទេអូបានពីរនាក់ ចាប់ដៃមួយឃើញហើយមួយថ្ងៃមួយខ្ញុំតា បងឈឺហើយហើយ អូ កូនបន្តពីបងតែឥឡូវកុំឈឺ នេះបងសាលាមកបន្តពីបងចាប់ដៃយើងហើយបន្តយើងបន្តពីគាត់ទៀត បងឈឺហើយអត់បន្តពីបងបាទនេះទៅមិន ទៅចុះមិននិយាយថាជុះចេញឈាម សាលាចាយសាលា លា ខ្ញុំមកកាត់ដៃយើងអត់ឲ្យឆ្លងពីបងប្អូនខ្ញុំនិយាយរឿងក្រៅផ្លូវការមិញពេលនេះខ្ញុំទុកនោមហើយខ្ញុំឆ្លឹកតែបាត់ជើងដល់ពេលបងថាអូអត់ចង់ណាបងទៅអស់ $10000 នេះទៅមើលពេទ្យខ្ញុំស៊ូវងទៅនោមប្រហែលមែនអត់អស់$10000ខ្ញុំអត់ដូរ អូខេអរគុណច្រើនអរគុណ ថ្ងៃនេះសប្បាយរីករាយខ្លាំងមែនតើចាបានធានបត់ថ្មីហើយក៏ទទួលបានចំណេះដឹងច្រើនណាលោកគ្រូណោះពាក់ព័ន្ធមួយនឹងការហូបចុកចារឿងមិនល្អហើយនឹងរឿងល្អចាអញ្ចឹងយើងគួរអនុវត្តតាមនៅក្នុងកម្មវិធីរបស់យើងទៅចាបើទោះជាមិនធ្វើមិនបានច្រើនក៏គួរតែអនុវត្តតាមដែរចា សំខាន់គឺយើងទទួលយកការផ្លាស់ប្ដូរយើងមានការផ្លាស់ប្ដូរពីទេម្ដងរហូតដល់ល្អចឹងទៅយើងមិនរំពឹងថាល្អឥតខ្ចោះទេពីព្រោះតែគ្រូពេទ្យហ្នឹងក៏មិនឥតខ្ចោះដែរទៅអត់ ត្រូវបង អរគុណឲ្យកម្មវិធីទាំងមូលក៏សូមថ្លែងអរគុណយ៉ាងជ្រាលជ្រៅជូនចំពោះបងសុខាវិននិងលោកគ្រូវិជ្ជយាចាដែលបានផ្ដល់ជាកិត្តិយសអញ្ជើញចូលរួមក្នុងកម្មវិធីរបស់យើងហើយផ្ដល់ជាមួយនឹងសារដាស់តឿនក៏ដូចជាចាចំណេះដឹងផ្សេងៗជូនទៅកាន់បងប្អូនតាមទស្សនាកម្មវិធីរបស់យើងផងដែរហើយកម្មវិធីទាំងមូលក៏សូមអធិប្បាយទោសរងហត់ឆ្លងកន្លងចេតនាផងដែរនៅពេលនេះនាងខ្ញុំកុសុមា ខ្ញុំបាទជប៉ុន ក៏សូមអរគុណសូមគោរពលា បញ្ចប់